កូនប្រុសហេលពុកលពុកកូនប្រុសហេកូនប្រសានេះព្រះហើយស្គាល់ពុកទេអីមែនដូចជាធ្លាប់លើពីមុនមិនជាដូចលពុកខ្ញុំគ្មានខុសទេអត់ទេលពុកខ្ញុំស្លាប់5ឆ្នាំហើយមិនបានជានៅក្នុងកញ្ចក់ចឹងតែកូនប្រុសយើងបានមកពីភពមួយទៀតក្នុងពេល5ឆ្នាំហ្នឹងយើងមានភាពជោគជ័យយ៉ាងខ្លាំងមើលទៅយើងបានខ្លាចជាអត់ស្នេហ៍ហើយភពមួយទៀតមានបញ្ហាគ្រប់បានទេបាត់មាត់ពេលយើងមានកំណត់នៅក្នុងសម័យបច្ចុប្បន្ននេះត្រូវការធម្មពលយើងខ្លាំងណាស់យើងក៏មិនអាចទ្រាំទ្រយូរបានដែរហើយអ្វីដែលយើងនិយាយទៅស្ដាប់ទៅយកចិត្តទុកដាក់បច្ចាអធិរាជនៅទីនេះផ្ទុយទៅវិញវាពិតជាមានភាពរំលងខ្លាំងណាស់កាលពីមុនយើងបានបដិសេធអស់ហើយកូនទាហានយើងកំពុងខ្វះខាតសម្ភារបំពាក់យើងត្រូវការជំនួយពីឯងចុងឲ្យខ្ញុំជួយយ៉ាងម៉េចទៅនៅជាកន្លែងដែលអាចផ្ដល់ឲ្យយើងបានហើយគ្រាន់តែដាក់វាទៅនឹងបានមកដល់យើងហើយអីយ៉ាយើងត្រូវការអាហារនិងសម្ភារបំពាក់មិនបានជាឯងឲ្យរបស់នេះទៅវិញអស់ចាំមែនលពុកមិនក៏មិនយកខ្ញុំទៅនៅទីនេះជាមួយផងទៅបើយើងនាំឯងចូលមកអ្នកណាជួយគ្រប់គ្រងឲ្យយើងទៅនេះគឺជាឆ្នាំទឹកពេលញ៉ាំហើយវានឹងមានប្រយោជន៍ដល់ឯងទទួលយកទៅយើងទៅវិញហើយបើពេលណាត្រូវការយើងឯងគ្រាន់តែគោះកញ្ចក់3ដងមកយើងនឹងបង្ហាញខ្លួនយ៉ាងម៉េចមានរឿងណាដែលមិនទាន់ចប់មិនមែនទេលោកពុកគឺថាខ្ញុំគ្រាន់តែចង់សាររបស់មើលថាខ្ញុំយល់សប្តិមែនដែរទេទៅយកអាហារនិងសម្ភារបំពាក់មកយើងដូចក្នុងរឿងយ៉ាងម៉េចទេផ្អែមតើយើងនឹងសម្អាតនៅភាពកខ្វក់មានអារម្មណ៍ថាមានធម៌ពលពេញរាងកាយខ្ញុំលោកពុកអត់បាននិយាយខកខ្ញុំទេប៉ុន្តែក្នុងខ្លួនមានលុយតែ80000យន់ហ្នឹងរបស់អាហារសម្រាប់មនុស្សដល់ទៅជាង10000នាក់តែចំពោះខ្លួនឯងសឹងតែគ្មានលទ្ធភាពផងឥឡូវរបៀបតែសម្រាប់ជួយមែនទេខ្ញុំមកដល់មកធៀបតែរបស់លោកហើយខ្ញុំអាចចុះទៅក្នុងកណ្ដាលបានអត់ប្រកាសជាបានហើយចាំខ្ញុំចុះទៅទទួលនេះនឹកស្មានមកដល់សោះថាខ្ញុំពិតជាមានសំណាងដល់ថ្នាក់នេះទើបតែមកដល់ទីក្រុងក៏បានជួបនាងពិតជាល្អណាស់អ្នកធៀបបើចង់នៅមានជីវិតសួស្ដីណែថាបងមានរឿងអីទេឆាប់ចេញឆ្ងាយទៅអត់មកចង់ស្លាប់ទេទៅជប់អូយខ្ញុំពិតជាប្រកែកណាស់អាចទៅឯងពិតជាមិនចង់រស់មែនយកវិញទៅចេញណែលោកឯងមិនទាន់ស៊ីបាយទេអញមើលមកតែណាគេមកពីណាខ្ញុំណែទេគាត់មិនមកគាត់ទៅជុំទេមែនអត់អូគាត់ទៅជុំចាមានរង្វាន់ដែរទេតារង្វាន់មាន50ម៉ឺនក្បាលចុះទៅគាត់ទៅជុំម្នាក់នេះចង់មកតាមចាប់ជំរិតសិស្សសាលាផងឆាប់អស់គេចេញបងស្រីបងចុងជាគាត់ទៅជុំ50ម៉ឺនបងស្រីក៏គាត់ជាឲ្យរង្វាន់មែនទេតបចិត្តចុះនៅពេលគេត្រឡប់ទៅវិញ50ម៉ឺននឹងមកដល់ដៃរបស់ឯងវិញហើយអរគុណបងស្រីអូខេចាំបងទៅមុនហើយមកគឺសោកថាឯងហ៎វាស្អាតមែនពិតជាវាស្នាពិតណាស់នាងថែមទាំងជាសិស្សអូនខ្ញុំទៀតលោករៀននៅសាលាជំនាញផ្នែកវិទ្យាជាន់ទី2សូចាវីសាលាវិទ្យាតែហើយខ្ញុំជួបតែរបស់លោកហើយមិនមែនតែម្នាក់ខ្ញុំម្នាក់ឯងទេណាដែលនៅគឺនៅខ្ញុំ4នាក់យូវីនេះជារបស់ឯងមែនទេពិតជាធំមែននេះទៅខែខាងនោះអ្នកសុខស្រួលចប់ទេមកប្រជាខ្ញុំចាំមកដល់ហើយទៅហើយហៅថាសំណាងណាស់អ្នកទេស្វាគមន៍អ្នកទាំង4មកខ្ញុំជួយយកឲ្យបានទៅទុកយ៉ាវីគាត់មិនមែនបានជួយជីវិតឯងកាលពីលើកមុននោះតែហើយគាត់គឺជាសិស្សច្បងរបស់ពួកយើងមែនវ៉ាខ្ញុំមានអារម្មណ៍ថាដូចជារឿងព្រេងអញ្ចឹងគាត់នៅក្មេងសង្ហាហើយមានលុយទៀតហើយមានជីវិតថែមទៀតយ៉ាវីបើឯងមកចាត់ការទេឲ្យខ្ញុំណាពួកឯងនិយាយអីហ្នឹងខ្ញុំមិនទំនាក់ទំនងអីជាមួយគាត់ទេតែមែនអត់ជាន់ទី1គឺផ្ទះបាយបន្ទប់ទទួលភ្ញៀវហើយក៏មានកន្លែងសម្រាប់ហាត់ប្រាណជាន់ទី2មានបន្ទប់ផ្សេងគ្នាហើយក្នុងនោះក៏មានបន្ទប់ខ្ញុំមួយដែរបងប្រុសហ៎តែខ្ញុំចឹងនេះមិនបានជាបងនៅម្នាក់អញ្ចឹងអត់ត្រូវការអ្នកមើលខែទេពួកយើង4នាក់ស្ទើរនៅ single បងជ្រើសរើសយកមួយទៅនេះបងយកយូវីតម្រងទៅហើយខែជួលផ្ទះក៏មិនបាច់យកដែរបាច់យកទេខ្ញុំនៅជាមួយពួកឯងហើយខ្ញុំនៅទៅលើមុនហើយអូមើលគេចោះអត់ទៅតែឆ្លាញ់បងស្រីហុងចុងពិតជាគួរឲ្យទុកចិត្តមែនពិតជាបាន50ម៉ឺនណាប៉ុន្តែអាចបានអាហារនិងសម្ភារបំពាក់ពុកបានហើយកូនប្រុសបានអាហារហើយទិញមកហើយលោកពុកលុយ50ម៉ឺនទិញបានកតែប៉ុណ្ណេះមកទេ
យកមកអស់ពាក់កណ្ដាលថ្ងៃហើយដូចជាសម្រាប់ខ្ញុំទៅរួចល្អអាកូនប្រុសយើងយល់ពីអារម្មណ៍របស់ឯងហើយរឿងដែលត្រូវជួយយើងបន្ទាប់គឺហើយយ៉ាដោយសារយើងមិនគិតដល់នេះគឺជាចិញ្ចៀនដែលមានតម្លៃហើយយកទៅចោះវាអាចផ្ទុកបានជាច្រើនការរចនាក៏ល្អខ្ចោះហើយគ្រាន់តែពាក់វាឲ្យផ្លាស់ទីវាប្រកាសជាមករកយើងមិននឹកស្មានថាវាពិតជាដូចក្នុងរឿងប្រឡំលោកចឹងចិញ្ចៀនវាទៅមុនហេតែហើយពុកមិនបានជាពុកឲ្យដំណើររបស់ខ្ញុំចឹងពេលដែលខ្ញុំទទួលបានហើយខ្ញុំប្រកាសជាផ្ដល់ឲ្យពុកយ៉ាងច្រើនតាមដែលពុកត្រូវការពេលចុងក្រោយរបស់យើងនឹងផ្ដល់ផ្នែកទឹកទៅឲ្យឯងឥឡូវនេះតែម្ដងហើយនេះជាផ្នែកទឹកពេលចាំបាច់ចាំប្រើព្រោះមួយថ្ងៃអាចប្រើបានតែ3ដងទេអរគុណលោកពុកឥឡូវនេះជិតដល់រដូវរងាហើយកុំភ្លេចសម្លៀកបំពាក់ឲ្យយើងព្រោះរដូវរងាគុំនោះអាចធ្វើឲ្យមនុស្សស្លាប់រាប់ពាន់នាក់បានខ្ញុំដឹងហើយជួយលោកពុកមួយថ្ងៃបានហើយគាត់ក៏បានឲ្យសមត្ថភាពពិសេសមកខ្ញុំដែរអោផ្នែកទឹកអត់ទេមិនបានឃើញទេអោផ្នែកទឹកសល់តែម្ដងទៀតទេយើងមិនត្រូវខាត់បងទេអោផ្នែកទឹកចុះជឿនេះសម្លេងនេះដូចជាពិតចឹងអាយ៉ាខ្ញុំសុំទោសផងខ្ញុំបានដឹងថាលោកនៅមកទីលោកមិនអីទេអត់អីទេមិននឹងខ្ញុំអានសភៅសុកភ្លើងកណ្ដាច់ទៅអំពូលភ្លើងនេះកាលមុនធ្លាប់អញ្ចឹងម្ដងដែរវាគ្រាន់តែរលុងអញ្ចឹងទៅមួយវាតិចទៅប្រកាសទៅភ្លើងវិញតែនេះខ្ពស់នឹងណាខ្ញុំធ្វើមិនដល់ខ្ញុំមានវិធីចាំខ្ញុំលើកនាងឡើងហើយនាងមួយវាតិចទៅឆាប់ឡើងមកម្ចាស់ផ្ទះបងឯងរងមន់ណាយកខ្ពស់ជាងនឹងតិចមើលវិញភ្លើងហើយអីគឺថាខ្ញុំទៅមុនសិនហើយអីមកទៅណាហ្នឹងខ្ញុំនេះមិនឆោតឈាមម្លេះមកឈាមទេខ្ញុំមានកើតអីណាមិនគេនៅតែហោអញ្ចឹងគឺថាខ្ញុំមិនអាចទៅជួបវាបានទេពួកនាងចោលខ្ញុំហោឈាមច្រើនហើយអានបានយកចាក់ខ្ញុំពួកខ្ញុំហ៎នាងរកខ្ញុំមានកាយថ្ងៃស្អែកខ្ញុំអាចទៅចូលកម្មវិធីខ្ញុំគាត់តែគិតថាគួររៀបចំទៅកម្មវិធីយ៉ាងម៉េចទៅកម្មវិធីសន្និសិទមែនទេកម្មវិធីសន្និសិទរបស់ក្រុមហ៊ុនជិនឆឹងជាក្រុមហ៊ុនដែលមានជាងគេថាចុះបើជាអ្វីដែលពុកផ្ដល់ឲ្យវិញទេបើផ្នែកទឹកមើលទៅដឹងច្បាស់ទេប្រកាសជាមានផ្លូវដោះស្រាយអូខេអញ្ចឹងចាំខ្ញុំជួយនាងទៅចុះយកប្រាប់ហើយថ្ងៃស្អែកមកប្របីជួបគ្នាណានាំមកជូនដោយ Page ឧត្តម Media KA ទំនាក់ទំនងដាក់ពាណិជ្ជកម្មផលិតផលគ្រប់ប្រភេទសូមអរគុណសម្រាប់ការទស្សនាកុំភ្លេច Subscribe សូមអរគុណជាឡាននេះមែនទេជាសមាជិករបស់ខ្ញុំចេញដំណើរទៅនឹកស្មានម្ដងណាថានាងជាសទ្ធីលាក់មកចេញដំណើរហើយណាលោកចាំខ្ញុំមកផ្លែតកូនស្រីកូនស្រីអ្ហ្មងក៏ទៅតែម្ដងអញ្ចឹងលោកខាងនេះជាមិនប្រាប់ខ្ញុំកូនស្រីអាចចង់ធ្វើឲ្យប៉ាខឹងបែបដែរទេប៉ាបានរៀបចំឲ្យរៀបការជាមួយតកូនឈីងហើយចំនួនអីក៏បានដល់ផ្ទះហើយដែរណាទាំងក្រុមហ៊ុនអ៊ីចឹងទៀតផងណាមិនក៏អាចជ្រើសរើសម្នាក់នេះទៅវិញសំតាអត់ខ្ញុំស្បែកទៅខ្លួនឯងដល់សម្រាប់ខ្ញុំផងមិនប្រាប់ខ្ញុំឲ្យយើងគ្រប់សិទ្ធិឯងមិនដែរទេឈើជាប់យើងតំណាក់លោកថាឈើជាប់លោកបណ្ដុំសំណាងល្អអាចចាំទៅមើលទៅមានរឿងអីទៅធ្វើឲ្យពូខឹងដល់ស្នាក់ហ្នឹងសួស្ដីលោកឈីងលោកឈីងលោកមកដល់ពិតជាល្អហើយនោះគឺជាកូនស្រីរបស់ខ្ញុំតែតែមានមិត្តប្រុសខ្លាំងៗរបស់នាងឃើញទេគេចង់ឲ្យយើងស្លាប់ហើយមើលទៅនាងជាអនាគតគូដណ្ដឹងខ្ញុំតែបែរជាមានមិត្តប្រុសវិញរៀបចំរបស់យើងគឺលោកជំនាញរៀបចំឲ្យខ្ញុំមានសិទ្ធិបដិសេធលោកមកទីគ្រួសារឈីងគ្រួសារដែលមានគេឈ្មោះនាងបានជប់លេងសើចទៅខ្ញុំស្គាល់នាងនឹងឪពុកច្បាស់ណាស់តែរឿងនេះនាងបែរជាបដិសេធនៅមុខឪពុកវាដូចជាមិនល្អទេដឹងខ្ញុំមិនបានលេងសើចទេមកជាមួយប្រាប់ខ្ញុំមែនហើយពួកយើងទៅជាមួយគ្នាដែរតែពួកយើងនៅជាមួយគ្នាតើបត់ជប់បត់អាចរាយយកអាមិនក៏អាចយកលោកឈីងកំខឹងអីខ្ញុំសង្កេតមើលនាងឱកាសមិនទាន់ផុតទេហើយក៏មិនប៉ះពាល់ដល់ផែនការយើងដែរលោកគឺចាំងឡុងមែនទេដូចយើងដឹងហើយថាគ្រួសារតកូស៊ូចាប់ផ្ដើមពីការលក់ដែកថ្មហើយប្រសិនបើចង់ធ្វើជាកូនប្រសាគ្រួសារស៊ូគឺត្រូវតែមានសមត្ថភាពហើយថ្ងៃនេះគឺជាថ្ងៃធ្វើសន្និសីទឯងមានចំណាប់អារម្មណ៍ដែរទេលោកឈីងក៏កាន់តែនិយាយយូរហើយក៏ជំនាញណាស់មិនទៅប្រជែងជាមួយគាត់ទេយល់ព្រមខ្ញុំមិនសាចង់ឲ្យខ្ញុំធ្វើយ៉ាងម៉េចនេះគឺសិតតែជាត្បូងរបស់គ្រួសារឈីងឯងឬចុះ3ហើយបើសិនជាមានពណ៌បៃតងឯងគឺជាអ្នកឈ្នះនៅក្នុងការប្រកួតនេះបៃតងផ្នែកទឹកខ្ញុំមើលឃើញតែម្ដងទៀតទេដាក់ថ្មតែមួយទៅបានហើយ
លោកឈិនផងឯងពិតជាបរករាជ័យជាមិនខាននោះទេថ្មទី1ប្រកាសជាពណ៌បៃតងឯងច្បាស់ជាស្គាល់គាត់ថាគាត់មានសមត្ថភាពយើងយល់ព្រមត្រូវហើយខ្ញុំក៏ចង់ឆ្លងដែរថាមិនត្រូវប្រហែលជាមានសំណាងខ្លះក៏ថាបានដែរឬចង់ឲ្យចង់បានដែរតែយើងប្រាប់ឲ្យហើយមិនអាចយកនាងមកដាក់បាននោះទេព្រោះនាងជាមនុស្សលោកស្គាល់នាងថាជាមនុស្សដែរចង់ពេលនាងបដិសេធជាមួយលោកមិនក៏លោកមិនសម្រេចតាមនាងហើយប្រសិនបើខ្ញុំឈ្នះថ្មដែលខ្ញុំបានរើសវានឹងជាថ្មរបស់ខ្ញុំចុះបើយើងឈ្នះវិញលោកមិនឈ្នះទេហើយកុំមកប្រើល្បិចឲ្យសោះអញ្ចឹងលោកឈ្នះលោកមានអាជីវកម្មធំតែខ្ញុំវិញគ្រាន់តែជាសិស្សម្នាក់ខ្ញុំច្បាស់ជាមិនអាចទៅរួចទេបើសិនជាប្រៀបធៀបជាមួយលោកយើងយល់ព្រមឬមួយយកអ្នកឈ្នះតែម្ដងទៅបងសម្រាប់ថាអញ្ចឹងចុះពួកយើងចាប់ដើមទៅបង្ហាញពីជំនាញរបស់លោកឲ្យគេមើលទៅយើងចាំមើលគេតើគេអាចមានសមត្ថភាពប៉ុណ្ណាទៅផ្នែកទឹកឆាប់បង្ហាញទៅពិតជាមើលឃើញមែនត្បូងដែលមិនអាចមើលឃើញបាត់ផ្នែកទឹកទេពិតជាអាចមើលឃើញយ៉ាងច្បាស់មានផ្នែកទឹកនេះដូចជាមានកំណត់យ៉ាងចឹងខ្ញុំយកអាចជាស្អីខ្ញុំយកត្បូងនេះមុនហើយព្រោះមានច្បាប់មួយអ្នកណាជឿរឿងមុនគឺជារបស់អ្នកនោះដូចនាងចឹងដូច្នេះវាជារបស់ខ្ញុំអ្នកជំនាញត្បូងចាប់យកវាទៅបើកមើលទៅចាំហើយត្បូងថ្មដែលមានពណ៌បៃតងនៅខាងក្នុងឥឡូវគេយកទៅបាត់ហើយចង់សារជាមួយគ្រូសាឈិនយើងផងយើងមានបទពិសោធន៍ច្រើនរាប់មិនអស់ទៅហើយឯងចាំតែមើលចុះមិនអាចឈ្នះយើងបានទេដល់វាឯងហើយកុំបារម្ភអីបើសិនជាលោកចាញ់តែបើលោកឈ្នះនោះគឺជារឿងល្អណាស់តែអាចយកឈ្នះអ្នកប្រកែកនឹងមានបទពិសោធន៍ខាងត្បូងនោះណាកូនលោកមើលងាយសមត្ថភាពខ្ញុំណាស់អញ្ចឹងមួយនេះខ្ញុំយកជាការបានដែរទេអ្នកបងហើយដឹងថាវាជាស្អីទេវាគ្រាន់តែជាដុំថ្មធម្មតាដុំថ្មដែលគេទុកតាំងដូចជាឯងយ៉ាងចឹងឯងដឹងដែរទេមនុស្សល្ងងនៅតែល្ងងព្រោះសាឈិនដែលបកកាយខាងត្បូងវាក៏ចាត់ទុកថាជាថ្មត្បូងបានដែរខ្ញុំក៏មិននឹកស្មានដល់ថាវាជាវត្ថុដែលមានតម្លៃតែជាមើលរំលងទៅវិញខ្ញុំពិតជាចង់ដឹងណាស់មាត់ដូចធុងសម្រាប់លោកនិយាយអួតបានប៉ុណ្ណាខ្ញុំពិតជាចង់ដឹងណាស់មាត់ធុងសម្រាប់ដូចជាលោកនិយាយអួតបានដល់ប៉ុណ្ណាអ្នកអូននៅមិនទាន់ដឹងទៀតថ្មនៅចិត្តជើងនេះគឺសិតតែបើករួចរាល់ហើយបាយបើកចេញពណ៌បៃតងមិនគួរឲ្យជឿនោះទេថ្មម្ដុំនេះនិងថ្មម្ដុំនោះដូចគ្នាបែបបិទនៅខ្ញុំស្គាល់ជាមួយលោកឈិងទៀតបើសិនជាឯងបើកវាចេញពណ៌បៃតងមែនយើងសុកចិត្តយកថ្មអេតចាយនោះមកស៊ីវិញចាញ់ទោះបីខ្ញុំមិនស្គាល់ពីរឿងត្បូងមែនតែខ្ញុំអាចគិតថាវាមិនចេញមកពណ៌បៃតងទេលោកអាចចង់ផ្លាក់បដោទេមែនទេកូនស្រីបាឆាប់រកអ្នកមកការពារកូនឲ្យទៅកុំទៅរកមនុស្សដូចជាវាអីណាជឿខ្ញុំទេសម្រាប់នៅតែជាសម្រាប់វាសំតែនៅកន្លែងចាក់សម្រាប់រំនិយាយទៅរឿងណាមានសុទ្ធមិនខ្លាចភ្លើងទេឆាប់បិទមាត់ឆ្កែរបស់លោកទៅអ្នកណាឈ្នះនៅមិនទាន់ដឹងទេថ្ងៃនេះខ្ញុំនឹងធ្វើឲ្យដឹងថាអ្នកណាឈ្នះពួកឯងយកថ្មនេះពួកឯងយកថ្មនេះទៅកាត់វាទៅមិនអាចទេមិនអាចទៅទេមិនអាចទេយើងប្រកាសណាហេតុអីវាទៅជាបែបនេះហេតុអីសុំបីតែពណ៌បៃតងតែបន្តិចក៏ឥឡូវអ្នកណាជាពេជ្រអ្នកណាជាសម្រាប់អីថ្មរបស់ឯងមិនទាន់កាត់មើលទេមិនក៏ឆាប់អួតម្លេះកាត់ថ្មទៅកាត់ទៅនេះជាថ្មបៃតងល្អបំផុតមិនដែលឃើញទេវាជារបស់សុទ្ធយើងពិតជាមិនអាចមើលមនុស្សតែសម្បកក្រៅបាននោះទេអាចទេខ្ញុំទិញក្នុងតម្លៃ50,000ខ្ញុំទិញក្នុងតម្លៃ80,000នៅចិត្តនេះមានសម្រាប់ដូចជាគ្រូសាតកោឈឹងគ្រាន់តែរឹតថ្មបៃតងម្ដុំសោះតិចលោកដោយសារតែថ្មនេះត្រូវបាក់មកទៅចាំឡើងហើយចាំមើលទៅជិះទៅលោកឈិនសុខសប្បាយតាមផ្លូវអាបង80,000យកខ្សែនេះទៅណាយកទៅវាមិនប្រកែកណាស់ណាទេវាគ្រាន់តែជាឈ្នះដោយសារសំណាងតែប៉ុណ្ណោះវាគ្មានសមត្ថភាពអីទេបើសិនជាឯងបើបានពណ៌បៃតងមួយទៀតយើងមិនក៏ដែរទេបើនេះជាអ្វីដែលពូចង់បានរក្សាពាក្យសន្យាផងទេប្រកបហើយទុកចិត្តថ្មពីដុំនេះតាប៉ុន្តែតម្លៃខុសគ្នាគូនពីរខ្ញុំគ្មានលុយទេមិនដែរទេខ្ញុំយកអាមួយនេះចុះណាជួយកាត់អាមួយនេះឲ្យខ្ញុំផងទេរបស់ដែលគេរើសអាចនឹងពណ៌បៃតងម្ដងទៀតគេពិតជាមិនធម្មតាមែននឹកស្មានថាអាចយកឈ្នះលោកជីងបានសោះតែបើគេបើកបានពណ៌បៃតងម្ដងទៀតខ្ញុំនឹងហើយពណ៌បៃតងពិតមែនលោកពិតជាប្រកែកមែនមិនអីចាំនិយាយទៀតឬអត់មិនពិតនោះទេដែលក្មេងប្រុសម្នាក់នេះមានសមត្ថភាពក្នុងការមើលថ្មពិតមែនពិតជាមិននឹកស្មានដល់តតែសោះ80,000ទេបងដល់ល្អយ៉ាងនេះតម្លៃយ៉ាងណាក៏គុណនឹង5ដែរមើលទៅ400,000ជាងនៅតម្លៃបច្ចុប្បន្នហើយសម្លៀកបំពាក់សម្រាប់មនុស្ស100,000នាក់ហើយណាក៏10លានវានៅតែមិនគ្រប់អញ្ចឹងបាទអញ្ចឹងខ្ញុំសាកយកមួយទៀតសិនអ្នកបងប្រុសលោកប្រធានចៅខ្ញុំបានឃើញសមត្ថភាពឯងដែលបានរើសយកត្បូងថ្មទាំងពីរនេះហើយមិនថាអីទេបើសិនជាយើងចង់ទិញវាលោកប្រធានចៅខ្យល់អីបក់លុបមកដល់ទីនេះព្រឹត្តិការណ៍ប្រចាំឆ្នាំនៃទីក្រុងយូអ៊ីននិងកម្មវិធីសន្និសីទនេះខ្ញុំអាចមិនមកបានដែរទេត្រូវហើយលោកប្រធានស្ថិបពាណិជ្ជកម្មអ៊ីនធីមតែគ្រប់គ្នាគោរពហើយគ្មាននរណាម្នាក់អាចមើលរំលងគាត់ទេ
អរគុណចំពោះការឆ្លៃរបស់អ្នកទាំងអស់គ្នាខ្ញុំមានទេទៅយល់ណាដែលបានជួបនោះអូនណាខ្ញុំបានឃើញឯរឿងត្បូងពិតជាបានល្អខ្លាំងណាស់ការផ្លាស់ពីរដងជាប់គ្នាខ្ញុំក៏ចង់ចូលរួមដែរវាអាចនឹងបើកមកពណ៌បៃតងដែរទៀតខ្ញុំគិតថាវាជាសំណាងច្រើនជាងគេនិយាយមិនលាក់ពិតមែនសំជាអ្នកជំនួយត្រូវឲ្យលោកប្រធានជើលោកបកែឬក៏ភាសាដល់ហើយលោកប្រធានជើពិតជាបកែលេខសើចពិតមែនបកែលេខសើចលោកអូនណានៅក្នុងហាងពេជ្ររបស់ខ្ញុំឲ្យឯង500,000បើសិនជាឯងអាចបំបីបានអរគុណលោកប្រធានជើបងខ្ញុំនឹងលួចឡចេញហើយវាពិតជាពណ៌បៃតងពិតមែនការផ្ដោតបាត់បៃតងខ្ញុំធ្វើការកាត់ថ្មជាយូរមកហើយលើកទី1ហើយបានឃើញវាប្រធានជើពិតជាមានភ្នែកល្អពិតមែនរឿងយកថ្មមួយក៏ត្រូវតែម្ដងប្រធានជើបានធ្វើអាជីវកម្មនេះអស់ច្រើនសតវត្សមកហើយថ្មឲ្យតែមិនធ្លាប់ឃើញនោះលោកបងឯងពិតជាមានសមត្ថភាពខ្លាំងណាស់មានចំណាប់អារម្មណ៍ធ្វើជាមួយខ្ញុំទៀតអរគុណលោកជើតែខ្ញុំគ្រាន់តែជាសិស្សតែប៉ុណ្ណោះនេះជានាមប័ណ្ណរបស់ខ្ញុំបើត្រូវការអីអាចតាក់ទងមកខ្ញុំបានលោកប្រធានជើសុខសប្បាយតាមផ្លូវលោកប្រធានជើសុខសប្បាយតាមផ្លូវលោកប្រធានជើរឿងការជាមួយគ្រួសារឈីនឹងចាំប៉ាជួយប៉ុន្តែចាំបានចាំមិនចាំបាត់ទៀតសមិចានៅក្នុងផ្នែកឯងដូចជាមិនទុកចិត្តប៉ាសោះប៉ាចង់បានន័យថានេះអ្នកកំឡោះខ្ញុំក៏ឃើញថាឯងរើសបានត្បូងដែរដូច្នេះហើយទៅយើងចង់ឲ្យឯងយកអីដែលយើងចង់បានពីរយ៉ាងខ្ញុំមិនបានយកសត្វទេសឹកប៉ារបស់ខ្ញុំគឺតែមានហេតុផលបែបនេះនឹកមកពីពេលនោះប៉ាចូលចិត្តលុយជាងតែឥឡូវប៉ានឹកហើយអាប់អូននេះថែមទាំងទទួលការគោរពពីលោកប្រធានទៅទៀតផងធ្វើជាមួយអំពីត្បូងchẳngហើយណាក៏ត្រូវប្រើលុយជាងរាប់ពាន់ទៀតដែរតែបើថាជួយលោកពុកដល់វិធីនេះក៏មិនខាតអីដែរបានអញ្ចឹងធ្វើដោយតែលោកពូនិយាយចុះដូច្នេះខ្ញុំយល់ព្រមជាមួយលោកពូតាមនោះចុះមិនខុសទេយើងគ្រាន់តែគិតថាការជួបជុំដំបូងពិតជាការជួបជុំដ៏ល្អពិតមែនកូនស្រីឯងគួរតែឆាប់ណែនាំពីឲ្យយើងស្គាល់ឲ្យឆាប់ជាងនេះមិនដឹងថាអ្នកណាមិនទទួលស្គាល់នោះចុះយើងមិនទទួលស្គាល់រឿងនេះមែនទេយើងចង់និយាយថាលោកពូបានហើយខ្ញុំមានថ្មម្ដុំក្នុងឡានខ្ញុំអាចយកមកបានដែរទេបើប្រកាសជាបានហើយនេះវាពោពេញទៅដោយពណ៌បៃតងទោះបីជាពណ៌បៃតងមិនល្អណាស់ណាមែនតែវាពិតជាធំខ្លាំងណាស់នេះប្រសិនបើកែច្នៃវាចេញទៅបានលុយបន្តិចនោះទេលោកពូក៏ថាថ្មត្បូងម្ដុំនេះអាចរកលុយបានប្រហែលប្រហែលខ្ទង់100ខ្ទង់10000វាគ្រាន់តែជាតម្លៃទូទៅទេតែបើបានច្នៃចេញតម្លៃវាអាចគុណទៅនឹង20លានកថាបានដែរមិនទៅលើស្រួលរកខាងម្លេះនេះនេះអ្នកកំឡោះឯងចាប់អារម្មណ៍ដែរអត់បើសិនជាធ្វើជាកូនប្រសាររបស់យើងខ្ញុំប៉ានិយាយអីហ្នឹងមិនយល់មិនឆាប់គង់តែជាគ្រួសារតែមួយទេអញ្ចឹងយើងហៅឯងយ៉ាងម៉េចក៏បានដែរមើលទៅលោកពូថ្មនេះពិតជាមានតម្លៃខ្លាំងណាស់តែខ្ញុំចង់ដូរវាជាមួយសម្លៀកបំពាក់10000សម្រាប់ថាម៉េច10000សម្រាប់មិនដែរទេបាទមានពេលកំណត់ហើយមែនទេកាន់តែលឿនកាន់តែល្អមកតាមប៉ាមកអ្នកបម្រើចាប់រៀបចំបន្ទប់ឲ្យស្រីឯងនិងអ្នកកំឡោះមួយនេះផងទៅយើងមានការប្រញាប់ទៅបន្តិចរឿងសម្លៀកបំពាក់អីនោះទុកឲ្យប៉ាជាអ្នកចាត់ការចុះឯងក៏ទៅស្គៀមទៅបានហើយណានៅស្គៀមទៅដំបងខ្ញុំបានមកទីនេះក្នុងនាមជាអ្នកខ្លាញ់បន្លំតែមិននឹកស្មានថាពេលនេះបែរការស្អីទៅលោកក៏និយាយពេកដែរតែប៉ានេះបានធ្វើវាឲ្យជាការពិតហើយណាខ្ញុំមិនខ្លាចទេលោកចង់បានថាម៉េចហ្នឹងវាដូចជាលឿនពេកទេដែរនេះឯងខ្ញុំយកខ្នើយដែរអញ្ចឹងខ្ញុំទៅគេងទៅនោះចាមិនជុំនេះមកតាំងនៅទីនេះអញ្ចឹងណាដោយសារបានផ្ដល់3ដៃជាប់គ្នាវាដោយបានផ្លាស់ប្ដូរវាសនាខ្ញុំអញ្ចឹងបានយកឈ្នះលោកឈិញបានជំនួយពីលោកស៊ូហើយបានការគោរពពីលោកប្រធានជើទៀតនេះជាឯកសារដែលលោកឲ្យខ្ញុំរកពាក់ព័ន្ធណាក្មេងនោះនៅថ្ងៃជ្រើសរើសត្បូងប្រតិបត្តិការក្រុមហ៊ុនយើងដូចឆ្នាំមុនដែរបានខាតអស់60%តែបាននៅតែបន្តទៀតក្រុមហ៊ុនយើងខ្សែធនដោយសារតែក្មេងនោះបានធ្វើឲ្យយើងបាក់មុខនៅចំពោះគេគ្រប់គ្នាយើងនឹងដល់មេរៀនឯងនៅពេលដែលចាប់កម្មវិធីដ៏ធំមួយនេះយើងនឹងឲ្យឯងសងជាងវិញនៅអ្វីដែលឯងបានធ្វើចំពោះយើងបាទត្រូវឲ្យលោកគ្រូធំលោករៀបចំដល់ណាហើយលោកឈិញថ្ងៃទី15ខែនេះមានផ្កាយ7ជាប់គ្នាយើងនាំយកអ្នកនាងស៊ូមកឲ្យលោកហើយគ្រូសាតកោស៊ូទាំងអស់នឹងបានទៅលើបេកមិនខានទេគ្រូសាតកោស៊ូដោយសារតែយោវីម្នាក់ទើបធ្វើឲ្យរឿងទៅជាបែបនេះអ្នកដែលស័ក្តិសមនឹងយោវីគឺយើងនាងជាអ្នកឲ្យយើងធ្វើបែបនេះអញ្ចឹងមានតែតាមសំណុំពរចុះយោវីនេះមិនលឿនពេកទេបាត់ទៅមួយថ្ងៃតែណាជាមួយម្ចាស់ទាំងនឹងមើលនិយាយទឹកមើលមានរឿងអីកើតឡើងតែជួបគ្រូសាមែនខ្ញុំលេងជាមួយហើយមិនសមខ្ញុំគេងអត់ស្រួលខ្ញុំទៅសម្រាប់ហើយគេអត់ស្រួលទេគេនិយាយថាគេមិនស្រួលគេចង់ទៅសម្រាប់ប៉ិតមែនហើយខ្ញុំគេមិនស្រួលមែនខ្ញុំទៅសម្រាប់ប៉ិតមែនហើយគេមិនស្រួលឡូលោកពូសម្រាប់បំពាក់10000សម្រាប់យើងបានរៀបចំរួចហើយចាំ3ថ្ងៃទៀតផ្ញើឯង
ao mà mơ sầm rập bất chợt bàn lượn bật mền lo nè lo mà tên chẳng mấy tiếng lục phút nếu chỉ đứng đó ló mình chẳng ấy mấy cái mơ tới mình chè bà sao ai chưa được chọn nâng thả dương bên con toát chỉ ăn mấy chục mùi hỏi cà phê mà sờn bệnh biết mình đục mà sờn thèm chiên có làm bơn đạ tiệt hỏi phụ kia chạy thả nơi mình đục chỉ ăn đạ tiệt chẳng mà chỉ đọc cao trên bữa đường dương ai kết mơ trong giờ thấy mình đục 50,000 nhé 50,000 nhé hỏi chơi ca bỏ bà hát nên sẽ biết được mình trầm tại phần đập tê còn miền ca phải giết người đại nơi rồi đời như khẳng mục này hỏi dương có khoác khát xong thì vượt phòng đài kết mơ tự hỏi dương cho một chục mùi phụ kia đại bị bệnh bà hắn trong giờ thấy người phụ chạy thả dương khoác khát mấy cơ mình chạy chẳng xem sửa tiệt phải giả khôn pro phục đặc hỏiจำจึงระบบได้สำคัญไอ้กบพดยืนไอ้ในระบบได้มีประโยชน์กบพดสำหรับไอ้หอยยืนกับปีนี้นึกบานจำเป็นจะบอกนี้ยืนไม่จะบนต่อไอ้เลยนี่ช่างก็จะมีนารำท่าเรื่องมวยเวียจีมาเจอไปแต่นู้นยืนนึกไอ้เวียแต่ไอ้จ่อยกเถอะนี่คือเชียมาเจอไปแต่บนมีอายุการรอบ100 ปอนด์ชนะมาหอยเปิดไอ้ปลาเวียវានឹងចេញនៅប្រសិទ្ធភាពអពុបហេតុកាត់ឡើងអរគុណលោកពុកឈើចាំស៊ីអញចាំមិនហើយចាំស៊ីមានអីខ្ញុំទៅម្ដងក៏ឃើញនាងមើលស្គាល់បែបនេះហើយទុកចិត្តចុះនាងគ្រាន់តែសម្លាប់ដោយសារអស់កម្លាំងទេមិនមានជារឿងអីធំដុំទេជួយគ្រានាងតែចុះណាមានរឿងអីធំដុំទេគ្រាន់តែជារឿងធម្មតាទេនាងត្រូវព្យាបាលជាបន្ទាន់មិនចឹងអាចនឹងមានបញ្ហាចាំឡងតែលោករៀនផ្នែកជំនាញឯងមិនបានជាលោកចេះប្រើបញ្ចូលនេះដែរអញ្ចឹងចំណេះទូទៅទេសុំទៅផងមិនមានតែខ្ញុំយកច្រឡំទៅលើលោកបែបនេះខ្ញុំគិតថាពួកនាងចុះទៅតាមសិនទៅទុកខ្ញុំព្យាបាលនេះចុះវាបែរខ្លាំងណាស់តែអាចធ្វើខ្ញុំឈឺដែរទេឈឺតែទេព្រមសិនទៅវានឹងថ្ងៃអីហើយដោះស្រាំជើងចិត្តទេបាទគឺដល់អានមែនទេនឹងហើយឈឺណាស់បងឯងទៅមើលឈឺណាស់នៅទីមួយវាចឹងហើយតែទៀតបាទមែនទេវាពិតជាស្រួលខ្លាំងណាស់ស្រួលខ្លួនមែនទេពីនេះគឺពិតជាកំពុងតែព្យាបាលជំងឺពិតមែនទេនេះប្រកាសហើយហ៎គេពិតជាព្យាបាលហ៎ពួកឯងមកយើងធ្វើអីយើងមិនដឹងទៅពួកនេះគេឡើងអីហើយចាំស៊ីឯងឡើងអីហើយពិតជាស្រួលខ្លួនណាស់មានអារម្មណ៍ថាតក់ក្តៅមែនអីហើយមិនបានចិត្តដល់ឯងចេញឬក៏ទទួលបានផលកសៃនឹងគាត់បានចាំជួយវិទ្យាសាស្ត្រឲ្យខ្ញុំក្នុងចេញនៅក្នុងតែប៉ុណ្ណោះគាត់ប្រាប់ថាមកពីខ្ញុំបានហាត់ប្រាណធ្វើឲ្យខ្ញុំសរសៃឈាមរត់ស្មើតែចំណាយពេល1សប្តាហ៍ដើម្បីជាឡើងវិញគាត់ប្រាប់ខ្ញុំថាអញ្ចឹងណា1សប្តាហ៍បាក់គ្នាវិធីថងមានតែអញ្ចឹងទៅនៅស្មានដល់សប្តាហ៍គាត់ចេះព្យាបាលទៀតពិតជាប្រកែមែនតែហើយខ្ញុំក៏គិតចិត្តដែរឬមកក៏ឯងកាត់ជំងឺបេះដូងតិចហ្នឹងចិត្តដល់រដូវនេះហើយចង់រកអ្នកស្អំបេះដូងហើយទៀតដែរអានេះរំលែកទៅក៏ល្អអូយមិនហើយរំលែកទៅណាមែនហើយឲ្យជាង10000ពេលនេះយើងបានរៀបចំរួចទៅហើយអរគុណលោកពូបានជួយខ្ញុំច្រើនណាសត្វតែគ្នាឯងតើមិនចាំបាច់គួរសំពេចនោះទេខ្ញុំក៏រកបានដោយសារឯងដែរអត់ត្រូវហើយខ្ញុំបាននិយាយជាមួយអ្នកជំនាញពីរអ្នកផ្សេងទៀតហើយតែឯងគិតយ៉ាងម៉េចដែរទៅនៅក្រោយចាំនិយាយគ្នាចុះលោកពូខ្ញុំអាចពឹងពូបានម្ដងទៀតដែរអត់ខ្ញុំចង់បានសម្លៀកបំពាក់10000សម្រាប់ទៀតប្រកាសជាបានចាំយើងទៅរៀបចំឲ្យឥឡូវនេះតើពូយើងឡូលោកបងគេបានចូលទៅក្នុងឃ្លាំងមួយឥឡូវអាចនាំមនុស្សម្ចាស់បានហើយលោកកំពុងតែរីកចម្រើនហើយការរកស៊ីរបស់ខ្ញុំក៏ឡើងដែរខ្ញុំមិនដឹងថាអាចទទួលជាប់អត់ទេចាប់គេទៅច្បាស់យើងចង់ជួយគេចាំបើមិនខុសទេគឺឯងមិនតាប់អូនឯងពិតជាបើហ៊ានខ្លាំងណាស់លើការធ្វើស្រួលខ្លួនតិចទៅគ្មានអ្នកណាអាចទិញជីវិតឯងបានទេខ្ញុំដឹងហើយដឹងឈួតយកស្អីអាក្មេងនេះបោះវាចូលក្នុងអាងត្រីទៅចាំមើលឯងខ្លាំងប៉ុណ្ណាទៀត
អ្នកណាជាអ្នកបញ្ជាមើលមិនដឹងទេច្បាស់ជាគ្រួសារនោះហើយចាត់ការវាទៅពួកឯងឈរធ្វើទៀតចាត់ការវាទៅអ្វីក៏មិនចាត់ការទៅយើងប្រាប់ឯងកុំចូលមកទៀតអសបើចាក់យើងចាក់មួយនោះជាអ្នកយើងមកហើយចាំឲ្យយើងទៅវិញចឹងឈួតមែនទេមុននោះយកដៃនឹងវាយឈឹមមែនទេទៅទៀតប្រាប់យើងមកអ្នកណាបញ្ជាឯងគឺលោកឈិញឲ្យខ្ញុំ100,000ឲ្យចៅឆ្លុកពិតជាលោកពិតមែនលោកនេះពិតជាអរគុណដល់លោកចៅណាស់បើគ្មានលោកទេ10លាននឹងក៏មិនមកដល់ដៃខ្ញុំដែរបើមានរឿងទៀតខ្ញុំមិនតាក់ទងទៅលោកមិនខានទេបើមិនដែរទេជួយគ្នាទៅវិញទៅមកលោកបានជួយគ្រួសារឈិញក៏បានជួយពាណិជ្ជកម្មក្រុមហ៊ុនយើងដែរបងធំចាប់ហើយមានអីចាំនិយាយមកខ្ញុំខ្លាចលោកឈិញក្បៃពិតជាគួរឲ្យខ្លាចណាស់កូនចៅរបស់ខ្ញុំទាំងអស់ត្រូវគេចាត់ការអស់ហើយអញ្ចឹងពួកគេមិនស្លាប់ទេគ្រាន់តែមិនកម្រើកកន្លះខែតែប៉ុណ្ណោះអាចចម្លៃយកគ្រាន់តែរឿងប៉ុណ្ណឹងក៏ធ្វើមិនបានកូនប្រុសច្បងនៃគ្រួសារតកោឈិញពិតជាហ៊ានលះបង់លុយដើម្បីសម្រាប់មនុស្សខ្ញុំនឹកស្មានរបស់សោះថាអ្នកថ្លៃធ្នូជាប្រើវិធីថប់ទៀតហើយអត់ឯងគិតថាឯងជាណាចេញពីទីនេះគ្រាន់អារម្មណ៍យើងនៅល្អចង់លោកជាណាយើងគឺជាធំអត់ស្គាល់ទេនេះឯងនិយាយបញ្ហាយើងទៅពីណាវិញបានតើបានឯងធ្វើឲ្យយើងបាក់មុខនៅក្នុងកម្មវិធីធំហើយធ្វើឲ្យថ្មគ្រួសារឈិញលុបបញ្ចេញចំពោះរឿងនេះឯងគិតយ៉ាងម៉េចធម្មតាទេបើចង់ដឹងហើយសារចូលមកនាំមកជូនដោយ Page ឧត្តមមីឌី KA ទំនាក់ទំនងតាមផលិតផលគ្រប់ប្រភេទសូមអរគុណសម្រាប់ទស្សនាកុំភ្លេចឯងកុំខ្លាំងពេកបាត់ទេបើលោកប្រទាក់គាត់ទេកុំលោកដៃអសោះចង់ស្លាប់ហើយដល់វិញលោកហើយឯងពិតជាមានសមត្ថភាពមែនឯងអាចធ្វើគ្រូធំដែលមកពីភ្នំយើងឈិញបានមើលទៅគ្មានអ្នកណាក្នុងចំណោមពួកគេជាគ្រូបញ្ជាក់ឯងទេសូម្បីតែរឿងរបស់ដូច្នេះមិននៅជាមួយយើងមកត្រូវការលុយឲ្យលុយត្រូវការមនុស្សឲ្យមនុស្សយើងនឹងឲ្យឯងខ្លាចជាមេគេអញ្ចឹងខ្ញុំយក10លានយកទៅលុយ10លានពិតជារឿងពិតណាស់អញ្ចឹងយើងអបអរទៅឆាប់ហត់ទៅពួកយើងនិយាយជាមួយយើងថាគេឲ្យទៅឲ្យគេវិញចាំឡងឯងខ្លាំងធំមែនជួយគេមកសម្រាប់យើងឯងស្មានថាយើងជាស្អីចង់មកទិញទឹកចិត្តយើងផងចាំឡងយើងនឹងសម្រាប់ឯងចោលសម្រាប់យើងគឺឯងជាអ្នករករឿងយើងវិញចាំមិនចាំមកចង់ខ្លាំងនៅទីក្រុងនេះគ្មានអ្នកណាហ៊ានក៏ជាមួយយើងទេលោកឈិញទម្លាក់កំភ្លើងចោះបើវាស្លាប់ពួកយើងចាំមិនខានតែដឹកមកទៅយើងនឹងសម្រាប់វានៅថ្ងៃនេះគ្មានអ្នកណាអាចខកយើងបានទេយើងប្រាប់ថាឲ្យអាការឯងម្ដងទៀតតែឯងមិនត្រូវការលោកឈិញឆាប់ដាក់គាត់ចុះចង្រៃយកសំណាងឲ្យតែបងមកអត់ទេមានគេមកក្បែរនេះនិយាយការមកគេទៅឆាប់ទៅចាំឡងឯងចាំទៅមើលទៅយើងនឹងឆាប់ចាត់ការឯងជីឡងឯងកុំភ័យអីណាមកស្អីនៅហើយគ្មានអ្នកណាធ្វើបាបឯងទេលោកឈិញជីឡងគាត់តែជាសិស្សស្រឡាញ់ម្នាក់តែលោកធ្វើបាបនេះដាក់គេក៏មិនខាត់ខ្ញុំទុកលោកចោលអត់ណាចាំមកគេទៅមិនអីទេមែនទេខ្ញុំមិនអីទេចាំវាអស់ហើយអូនស្រីស្រាប់មកធ្វើអីនៅទីនេះបងចាំអូនយូរហើយអត់ត្រូវឲ្យអូនស្រីចាំទៅណាអត់ចាំពួកបងនាំអូនទៅកន្លែងសប្បាយណាអត់ស្រួលមិនដែរស្រួលបួលចាំយកនេះបងឲ្យអូនស្រួលមិនខានទេបងធានាថាអូនប្រកាសជាជាប់ចង់តែប៉ុណ្ណឹងបលីផងទៅជាមួយបងទៅបរិខ្លួនមិនចឹងទេព្រោះអូនចង់ទៅក៏ទៅមិនបានដែរដូច្នេះមានតែទៅជាមួយបងទៅមើលបងសុំបន្តិចមើលចង់ប៉ះអូនយើងផងមករកស្លាប់ហើយតាចង់ប៉ះអូនយើងផងមករកស្លាប់ហើយតាណែឯងមកពីណាបើលោករាន់រឿងយើងផងយល់ថាយើងគេសម្រាប់ឯងដែរទេខ្ញុំមានអារម្មណ៍ថាពួកឯងចេះតែពីមកគ្នានឹងចឹងចង់ស្លាប់ហើយនេះឯងចង់ស្លាប់អូឯងវាយយើងផងឯងវាយយើងឯងដឹងថាបងធំយើងជាណាដែរទេឯងប្រហែលជាមិនធ្លាប់លើឈ្មោះលោកវិទេបែបទេឆាប់វាស្គាល់តាបើឯងស្គាល់អស់ហើយបើមិនចង់ស្លាប់ទេឆាប់លើទៅគុំនៅមុខលោកវិឲ្យទៅបើមិនចឹងទេនាំស្រីម្នាក់នេះមកឲ្យពួកយើងសប្បាយ
បើសិនជាលោកវិញនៅទីនេះគេនឹងឲ្យសំជាអ្នកលើកជង្គង់នៅមុខយើងហើយជួយប្របានរបស់វិញយើងផងហើយពិតជាចង់ស្លាប់ហើយតែទៀតបងវិញមកដល់យើងនឹងចាំមើលឯស្លាប់តែស្ទប់អ្នកណាហ៊ានធ្វើបាបកូនចៅយើងកំពុងតែខឹងផងអ្នកណាឯងក៏ហ៊ានម្លេះបងគឺវានោះដាក់គឺបងចាំបាយឡើយអាចកាយជួយហើយមិនដឹងថាគេជាអ្នកណាមែនទេបងចាសង្ឃឹមថាបងបានប្រកាន់ពួកគេទៅចង់ដាក់បងនឹងមិនបងវិញដូចជាធ្លាប់ជួបគ្នាម្ដងតែចាំខ្ញុំឲ្យពួកគេសុំការភ្លេចទុកពីបងខ្ញុំសន្យាថាមិនឲ្យពួកគេមានជួបរបស់ទៀតនោះទេពួកឯងឆាប់គ្រប់គាត់ទៀតទៅបងប្រុសពួកយើងខុសហើយបើដល់ខ្ញុំសុំទោសផងខ្ញុំមានភ្នែកតែមិនស្គាល់ក្នុងថៃសានឲ្យខ្ញុំសុំទោសមិនដឹងថានេះជាមនុស្សរបស់បងប៉ុណ្ណឹងពេញចិត្តហើយនៅបានហើយឆាប់ចេញទៅចេញទៅឆាប់ឡាពួកយើងក្រៃជួទៅឲ្យបងបងណាបងជាមនុស្សប្រភេទអីទៅបានជាបងផ្ដួលលោកឆៅអីបានហេតុអីបានជាគេខ្លាចបងហេតុអីទៅខ្ញុំគ្រាន់តែជាសិស្សធម្មតាម្នាក់អត់ទៅហើយនឹងនៅទីនេះខ្ញុំនៅទីនេះបងគ្រាន់តែជាសិស្សធម្មតាមិនក៏ពួកគេខ្លាចបងអញ្ចឹងគឺមកក៏បងមានសមត្ថភាពអីចំណេញទៀតដឹងបានជាគេខ្លាចបងមិនពិតទេខ្ញុំគ្រាន់តែជាសិស្សធម្មតាម្នាក់និយាយទៅមើលមិនក៏និយាយអញ្ចឹងនិយាយបន្តិចមកណាបងលោកឈិញបើតាមច្បាប់លោកត្រូវនៅក្រៅឃុំលោកមិនអាចបញ្ចេញមុខនៅខាងក្រៅបានទេជួយរកមនុស្សបានខ្ញុំរកបានពីដែរពួកគេមកតាមផ្លូវហើយពួកនឹងដល់ក្រុមហ៊ុនឆាប់នេះមានពីរនាក់គេយ៉ាងឡុងប្រកាសជាស្លាប់យើងមិនចង់ឲ្យគេស្លាប់តែងាយទេឆាប់នាំគេមកជួបមុខចឹងឥឡូវនេះភ្លាមយើងធ្វើឲ្យគេស្គាល់ពីការស្លាប់ថាម៉េចអាចតែពាក់ព័ន្ធជាមួយនឹងពួកប្រាកភ្លើងទោះបីជាលេបស្ដាំទឹកក៏ដោយចុះក៏វាអាចប៉ះពាល់បានដែរអញ្ចឹងមើលតែយើងឲ្យឯងលើសមត្ថភាពការពារខ្លួនទៀតហើយសមត្ថភាពអីទៅនេះសុទ្ធតែជាសមត្ថភាពឯងរើយកខ្លួនឯងទៅលោកពុកសមត្ថភាពទាំង4នេះខ្ញុំអាចយកទៅបានអត់ទេខ្ញុំខំជួយលោកពុកចិត្តអាក្រក់ណាស់ឯងមិនអាចប្រើច្រើនបានទេវាប៉ះពាល់ដល់ឯងប្រើវាបានតែប៉ុណ្ណោះវាអាចស្រូបយកធម៌ពលរបស់ឯងវិញហើយអាចនឹងស្រូបយកទាំងអស់ពេលឯងរៀនចប់ចាំយើងមករៀនឯងខ្លះបានហើយអញ្ចឹងខ្ញុំយកមួយនោះមិនស្មានថាលើលោកនេះមានវេទមន្តចឹងសោះប្រហែលជាអ្វីដែលមនុស្សគ្រប់គ្នាចង់បាននៅលើលោកនេះមានវេទមន្តគ្រប់ប្រភេទដែលយើងមិនស្មានដល់អាចជ្រើសរើសបានអីនឹងខ្ញុំចាប់បានបំងកាយក៏ល្អដែរកាលនៅពីក្មេងយើងក៏ចង់បានសមត្ថភាពនេះដែរតែឋានសួគ៌មិនឲ្យយើងសោះប៉ុន្តែសមត្ថភាពនេះបើថ្ងៃប្រើបានតែ3ដងទេម្ដងប្រើបាន10នាទីបន្ទាប់មកវានឹងឃើញឯងដូចជាមនុស្សធម្មតាវិញណោះគ្រប់គ្រាន់ហើយអរគុណលោកពុកយើងផ្ដល់ឲ្យគ្រប់គ្រាន់ហើយសម្ភារៈនិងអាវុធទាំងអស់ឯងក៏ព្រួយតែសោះបានខ្ញុំដឹងហើយខ្ញុំពិតជាអាចបំងកាយបានបងតាខ្ញុំចាប់បានអត់ដល់តាខ្ញុំសាកប្រើសមត្ថភាពនេះសិនចូលមកចំណែកមែនមុននេះខ្ញុំឮសំឡេងច្បាស់ណាស់មិនតាន់ចឹងអារម្មណ៍អីចេះនេះស័ក្តិសមជាអ្នករាំដល់ជំនាញពិតណាស់ចំណែកមែនមិននេះខ្ញុំឮសំឡេងប៉ះចាយៀនមកខ្ញុំតិចមើលមានរឿងអីនិយាយជាមួយពួកយើងមកយើងរកវិធីដោះស្រាយខ្ញុំមិនអីទេខ្ញុំចង់គេឯងទៅវិញចុះចាយៀនគេអត់ដាក់គឺឲ្យទេតែធ្វើយ៉ាងម៉េចទៅចាយៀនទុកចិត្តពួកយើងណាបើសិនជាមានមិនប្រាប់យើងហើយពួកយើងមិនបាច់សួរទៀតទេសួរក៏គ្នាបានការពួកនាងចាំមិនហើយមានរឿងអីស្ថានភាពគ្រួសារចាយៀនកំពុងជួបវិបត្តិមែនទេហើយថ្លៃបន្ទប់ចង់បងស្រាក់កណ្ដាលហើយនៅសល់ចាយៀនតែមានការជឿជាក់លើខ្លួនឯងបើយើងមិននិយាយមិនអាចផ្លាស់ប្ដូរមកទីនេះបានទេទោះបីជាមានការឡើងចំពោះនាងក៏ដោយក៏នេះមិនប្រាប់ពួកយើងទាំងអស់គ្នាដែរនេះពួកនាងចោលខ្ញុំចូលក្នុងរឿងនេះជាវីរៈបរិសុទ្ធជាសេះសោះលោកមិនអាចចូលទៅរកចាយៀនឲ្យខ្លួនឯងបានទេទុកចិត្តចុះទុកឲ្យខ្ញុំធ្វើមើលស៊ូនចឹងចាយៀនខ្ញុំមិនអីទេកាលមុននាងឲ្យខ្ញុំជួយយកសម្ភារៈសិក្សាខ្វះខាតឲ្យនាងឥឡូវខ្ញុំយកមកហើយអរគុណច្រើនហើយចាំតិចដើម្បីឲ្យប្រកាសថានាងមិនអីខ្ញុំសូមពិនិត្យតិចបានទេអាចចូលបានមែនទេនេះគ្រាន់តែនេះផងសម្លេចមែនបងប្រុសមិនក៏ពួកឯងនៅទីនេះអញ្ចឹងខ្ញុំរកបងប្រុសមានរឿងតិចតួចគឺចង់ឲ្យឯងធ្វើហ្នឹងណាខ្ញុំរកគាត់ឲ្យគាត់ចាំជួយវិទ្យាសាស្ត្រអត់ឃើញគាត់នៅនឹងខ្ញុំក៏មករកខ្ញុំចាំគាត់នៅទីនេះសិនចុះមិនអីទេខ្ញុំកំពុងរកអ្នកទាំងពីរហើយឯងក៏មកគ្នាមកនៅទីនេះទៅវិញមានរឿងអីហ៎តាជាអត់ត្រៀមពេញមួយថ្ងៃហើយខ្ញុំឃើញខ្ញុំព្រាមគាត់ចូលមកក្នុងបន្ទប់ហើយមិនក៏អត់បាត់ធៀបដែរស្អីទេអញ្ចឹងពួកយើងអត់គ្នាទៅមើលទៅឬក៏ខ្ញុំទេលោកនៅតែលឿនទៅខ្ញុំចង់សម្រាប់
អ្នកណាជាឈិនហុយលីន គឺម៉ារបស់ខ្ញុំមិនបានជាលោកដឹង ឈិនហុយលីនឯគេនេះស្ដាប់ច្រឡំហើយខ្ញុំនិយាយថាទីនេះមានទលីច្រើនណាស់តែទៀតសម្រាប់ផងទៅបានហើយពេលដល់ថៃហើយមានសមត្ថភាពអញ្ចឹងពួកនេះសម្រាប់ចុះខ្ញុំទៅសិនហើយ ហើយពេលកាន់ម្ដាយរបស់ខ្ញុំវាជាបលៀនអីនោះតែខ្ញុំគួរធ្វើយ៉ាងម៉េចទៅអាទៅពេលបងតែមកជួយឲ្យខ្ញុំស្រួលខ្លួនខ្លាំងណាស់ដឹងទេហើយចាំបើសិនជាមានខ្មោចម្លងនោះហើយបើយើងមិនដឹងតែគួរយើងតាមបញ្ចូលអីដែរទៅល្អជួយឲ្យខ្ញុំខ្វល់ដែរហើយតែជារបស់បងក៏ខ្ញុំយល់ព្រមតែទាំងអស់ហ្នឹងចឹងឡើយទេគឺចង់ជាមិនហើយ ថ្ងៃនេះនឹងមិនសូវស្រួលប្រហែលទេខ្ញុំអត់ធ្វើច្រើនផង តែមិននេះប៉ាខលមកខាងមកទទួលលោកមកទៅពីមានអីមែនទេ ឬសំណាកូនប្រុសប៉ាបានជួយឯងហើយរបស់ក៏បញ្ជូនទៅដល់កន្លែងដែរអញ្ចឹងអរគុណលោកពូហើយមិនចាំបាច់អរគុណទេរឿងគ្រូសានតាគឺថាលោកប្រធានចៅបាននាំយកថ្មដ៏មានតម្លៃពីប្រទេសមីចាន់ម៉ាមកផងដែរគាត់ឲ្យខ្ញុំនឹងឯងទៅដើម្បីជួយមើលគាត់ផងណានេះគឺជាឱកាសល្អណាស់លោកប្រធានចៅពិតជាឲ្យតម្លៃខ្ញុំខ្លាំងណាស់ចំពោះរឿងនេះគឺជាការងារដូចជារែកទឹកយ៉ាងចឹងតែហ៊ានផ្្លាត់តិចវានឹងខាតបាត់បង់ប្រយោជន៍ជាមិនខានទេចាំពេលទៅដល់កន្លែងឯងមិនចាំបាច់និយាយច្រើននោះទេធ្វើខ្លួនធម្មតាទៅអរគុណលោកពូខ្ញុំយល់ហើយបើសិនជាឯងជួយប្រធានចៅលើកនេះលើកក្រោយឯងចង់បានអ្វីពីអ៊ីនគ្រប់គ្រាន់តែនិយាយមួយម៉ាត់បានហើយគ្មានអ្វីដែលលោកចៅមិនអាចដោះស្រាយបាននោះទេ តែពេលនិយាយពីអីហ្នឹង បាននិយាយរឿងអ្នកទាំងពីរហ្នឹងថាពេលណាគួររៀបការលោកប្រធានចៅ ដែលភេទឧត្តមមីឌី KA ទំនាក់ទំនងដាក់ពាណិជ្ជកម្ម អ្នកកំឡោះ គឺប្រភេទ ឯងមកថ្ងៃនេះពិតជាល្អខ្លាំងណាស់ប្រធានចៅ ឲ្យបានច្រើនសូម ខ្ញុំថាការសម្រេចចិត្តប្រមាណថ្ងៃនេះមិននឹកស្មានថាគឺជាគ្រួសារស៊ូសោះព្រោះយើងដឹងច្បាស់ហើយថាគ្រួសារស៊ូកំពុងតែធ្លាក់ចុះពិតបើដល់អាចទៅជាមួយនឹងគ្រួសារឈិញបានយ៉ាងម៉េចទៅវាគឺជារឿងមួយដែលគួរឲ្យពិបាកខ្លាំងណាស់ ខាងត្បូងនិយាយបែបនេះដែររបៀបណាទៅគ្រួសារសួររបស់ពួកខ្ញុំយកមានរឿងអីតែពលលោកឆាប់ទៅនិយាយបែបនេះ ក្មេងស្រីម្នាក់នេះនិយាយស្ដីមិនដឹងចាំមិនដឹងទុំទៅដែរស្វាគមន៍ពួកខ្ញុំទេអញ្ចឹងពួកយើងទៅវិញចប់សិនមិត្តភក្តិរបស់ខ្ញុំទាំងអស់នេះគឺតែអញ្ចឹងទេកុំប្រកាសជាមួយនឹងពួកគេអីខ្ញុំយល់ហើយមានមនុស្សខ្លាំងមានចំណេះដឹងខ្ពស់ខ្ពស់តែកាន់មកស្អីឯងបើកុំតែនៅមុខប្រធានចៅទេក៏បីឯងប្រកាសជាដឹងច្បាស់មិនខាតទេលោកហ្វូខ្ញុំជឿជាក់លងមកថ្ងៃនេះដើម្បីឲ្យគេពិនិត្យមើលត្បូងថ្មនោះព្រោះវាធ្វើឲ្យខ្ញុំពិបាកក្នុងការសម្រេចចិត្តណាស់តាមឡៃមនុស្សមានឋានៈខ្ពស់តែជាមិនអាចមើលដឹងបានតែសម្ដែងណាតែមិនទេខ្ញុំនឹងព្យាយាមឲ្យចុះលោកប្រធានទុកចិត្តចុះខ្ញុំនឹងប្រឹងឲ្យអស់ពីសមត្ថភាពក៏ល្អហើយចឹងមានសម្ដែងឯងតែប្រឹងចឹងរកតែដេកមិនបានសោះកូនច្បងចុះមកហើយប្រកបជាមានរឿងដែលល្អមើលមិនខាននោះទេចូលធម្មតានេះគ្មានខ្លាចណាទេហើយក៏គ្មានណាហ៊ានជាមួយនឹងគេដែរចាំមើលដល់ពេលគេមកជួបគ្នាតើមានរឿងអីកាត់ឡើងទៅលោកធំមកចឹងមកចឹងមិនបានជាមកទីនេះចឹងអ្នកដែលបាននិយាយគឺបងចឹងមែនទេខ្ញុំចង់ទៅទទួលណាពីអ្នកឯងស្គាល់គ្នាមែនដែរទេធ្លាប់ចូលពីមុនមែនហើយនៅឆ្លងទៅទៀតឆាប់ទៅចាក់ទឹកតែភ្លាមមកបាទមិនចាំបាច់ទេថ្ងៃនេះខ្ញុំមកជួបប្រធានចៅមើលថ្មត្បូងទេអញ្ជើញលើកនេះចង់ឲ្យលោកមើលថ្មមួយនេះ200លានវាស័ក្តិសមនឹងតម្លៃដែរទេអូក្មេងម្នាក់នេះជាក្មេងដែលថ្មត្រូវថ្ម2ដងជាប់គ្នានោះបែរដែរទេហើយបានប្រមាក់មុខគ្រួសារឈិញទៀតផងត្រូវដែរទេគេគ្រាន់តែមានសំណាងតែបណ្ដោះទេពួកយើងទាំងអស់គ្នាស្ថិតក្នុងការធ្វើចំនួនពីថ្មប្រមាណសតវត្សទៅហើយខ្ញុំមើលថ្មនេះមិនដឹងខ្ញុំជឿច្បាស់ក្នុងចិត្តថាគេច្បាស់ជាមើលមិនឃើញអ្វីទាំងចៅមកបានដល់ប្រហែលថ្ងៃហើយលោកសម្រេចចិត្តបានហើយនៅឆាប់ឡើងទៅ200លានគ្រាន់តែថ្មធម្មតាអត់គិតថាថ្លៃទេហើយជុំនិយាយផ្ដេសផ្ដាស់ទៅខ្ញុំរកស៊ីជាមួយលោកចៅអស់រយៈពេលជាយូរមកហើយមិនមែនលោកចៅក៏យើងមិនអាចលក់ថ្មម្ដងនេះតែឲ្យក៏ដែរចុះហេតុអីក៏លោកមិនកាត់វាលក់ទៅខ្លួនឯងក្រែងវាចំណេញច្រើនមិនចឹងយើងគឺជាអ្នកលក់ថ្មដូចជាមិនសមហេតុផលសោះលោកខ្លាក្នុងការបើកបង្ហាញមែនទេចាំលោកនិយាយនេះចង់បាននៅខំឲ្យទៅមកម្ដងនេះមើលពីកាយចឹងទេតែគ្មានអ្វីពិសេសនោះទេអាចជប់និយាយមិនសមហេតុផលទៀតទៅណែអូនអាចជឿខ្លាំងពេកហើយមើលតែសោះគេថាវាជារបស់ខ្លាយខ្លាយគាត់ថាពួកយើងស្គួតចឹងលោកចេះកិនចឹងឡអញ្ចឹងទិញយកទៅផ្ទះទៅ200លានហើយបើឃើញណាចូលធំបានបងទៅជើងញញមកឲ្យឆាប់ឡើងទៅបាទអាចចង់បាននេះថ្មីនៅថ្មត្បូងមានតម្លៃ200លានអាចចាប់ទៅចោលចឹងអីណែអាចប្រកាសតែទេខ្ញុំគុំតែថាអស់នេះយូរមកហើយក៏ចង់សងសឹកជាមួយយោវីដែរខ្ញុំនឹងតមេរៀនឲ្យពួកគាត់ខ្លះលោកថាខ្ញុំមិនអាចមើលដឹងមែនដែរទេអញ្ចឹងហ៊ានតជាមួយខ្ញុំដែរទេងល់អីបើថ្មនេះជារបស់ពិតខ្ញុំសុកចិត្តវាហើយលោកជង្គង់ដើម្បីសំទោសហើយជួយបង្ហាញមុខពីចំនួនត្បូងទៀត200លានណាហើយមានលុយទិញដែរទេលុយ200លានយើងជាអ្នកចេះចុះតែបើវាខ្លាំងវិញអ្នកទាំងអស់គ្នាត្រូវតែសំទោសដោយការគោរពខ្ញុំហើយយកពាក្យដែលខ្ញុំនិយាយមុននេះត្រូវតែធ្វើតាមផងចេះទៅចេះទៅ
ចាំងឡុងនិយាយត្រូវមែនទេនៅខាងក្រៅមិនទេតែនៅខាងក្នុងបែរជាថ្មទៅវិញខ្ញុំមិនបានធ្វើអីទេខ្ញុំមិនបានដឹកទេខ្ញុំជាអ្នកដឹកបានតែម្ដងឯងហ៊ានបោកប្រាស់គ្រួសារជើយើងផងពេលនេះឯងមកដល់ទីបញ្ចប់ហើយអង្គរៈឆាប់យកវាទៅវាយឲ្យស្លាប់ទៅចាប់ពីពេលនេះតទៅយើងឈប់សហការជាមួយនឹងពួកវាទៀតសុំទៅទៅអូខ្ញុំដឹកเขาហើយលោកអូនណាលោកពូគាត់ចាស់ហើយចាត់ទុកថារួចគ្នាទៅចុះបានតែទៀតចាស់ហើយសន្យាឲ្យមកធ្វើតាំងពីខ្ញុំចូលមកពួកលោកដូចជាមើលងាយខ្ញុំពេកហើយឥឡូវចាំឲ្យផ្លាស់ប្ដូរលឿនណាខ្ញុំនិយាយប្រាប់ពួកលោកអត់ច្បាស់មែនទេសុំទោសទៅបាទយើងសុំទោសឲ្យយើងសុំទោសផងខ្ញុំសុំទោសហឺមិនទេបើទេហឺបើទេបើធៀនចឹងនៅផ្ទះខ្ញុំមានរឿងខ្ញុំទៅមុនសិនហើយលោកពូសុខសប្បាយតាផ្លូវគ្រាន់តែឃើញតាអស់នោះខ្ញុំពេញចិត្តទៅហើយកុំតបាត់យ៉ាងឡងទេកុំអីទិញត្បូងមួយនោះធ្វើឲ្យគ្រួសារយើងខាត់មកស្ទើរនោះទេតែជួយទេខ្ញុំខ្លាចថាមានតែធ្វើបែបនេះដាក់គ្រួសារយើងទៀតណាអ្នកណាហ៊ានឆាប់ប្រាប់ខ្ញុំមកឯងនឹងមានតែរំខានវិញទេក្រៅពីរំខានអាចធ្វើស្អីបានខ្លះមួយថ្ងៃគិតតែប្រើកាភ្លើងរំច្រៀងនឹងវាយតបបើឯងដូចតែចាំងឡងតែ3ចំណុចយើងនឹងចូលនិវត្តន៍ចុះបើខ្ញុំចូលចិត្តតាំងពីតូចនេះគឺជាលុយ200លានគឺជាប្រាក់រង្វាន់សម្រាប់ទុកឲ្យលោកចុះលោកចៅខ្ញុំអត់ចង់បានលុយទេអាចក៏ដូចជាអាវុធ10000គ្រឿងវិញបានដែរទេមិនដឹងថាលោកចៅមានឬអត់គឺខ្ញុំមិនមាននោះទេបងខ្ញុំមានបងមើលសត្វតែជារបស់ខ្ញុំទាំងអស់បងមើលអាមួយនេះខ្ញុំមិនដែរទៅខ្ញុំចូលចិត្តប្រើតាំងពីតូចជាពិសេសគឺកាភ្លើងតែបើរឿងមកជំនួយវិញបន្តិចក៏មិនចេះដែរឯងនេះពិតជាប្រទេសផ្ដាស់មែនបងជាងទៅតាមមួយណាមួយនេះគឺមួយនេះបងធ្វើបែបនេះទើបសំជាអ្វីដែលមនុស្សប្រុសគួរធ្វើអាវុធ10000ដើមត្រូវការពេលប្រហែលមួយសប្តាហ៍បងអញ្ចឹងរឿងនេះគួរឯងចុះទុកចិត្តចុះខ្ញុំនឹងធ្វើឲ្យបានល្អបំផុតហើយស្គាល់ចាំងឡងបែបនេះណាខ្ញុំស្គាល់នៅ KTV ពេលវាយគ្នាគាត់ប្រកែកបាញ់ណាដូចពួកម៉ាហ្វៀអញ្ចឹងតាមឡយឯងមិនចិត្តខ្លាចណាទេតែក៏ល្អដែរដែលឯងខ្លាចមនុស្សដូចជាគេយ៉ាងណាគិតទៅក៏វាល្អដែរឯងខ្លាចមនុស្សដូចជាចាំងឡងពេលនេះយើងត្រូវចំណាយពេលស្និទ្ធស្នាលជាមួយចាំងឡងចុះខ្ញុំឲ្យខ្ញុំស្និទ្ធស្នាលដែរទេខ្ញុំឆាប់ចេញមកទាំងអស់មកវាលោកជាមនុស្សឬក៏ស្អីហ្នឹងតែពួកឯងត្រូវតែឯងមានសមត្ថភាពពិសេសទើបអាចមើលឃើញពួកយើងដូច្នេះយើងមករកឯងគឺដើម្បីសម្រាប់ឯងចាំតែស្លាប់ទៅមានអ្នកមករកខ្ញុំទៀតហើយអូនលោកជាណាយានឈិចសានវងឆាំងនេះគ្រួសារឈិញមែនទេដែលបញ្ជូនពួកលោកមកអ្នកនេះមិនដូចជាគ្នាគេមុនទេប្រហែលជាមានគេហើយសំណាងតែខ្ញុំបានលេបឆ្នាំទឹកខំអីច្បាស់ជាវីវមិនខាងរាយកាយឯងអាចទ្រាំបានតែទៀតគេពិតជាចម្លែកណាស់ពួកយើងនឹងយកគេទៅលើភ្នំដើម្បីស្រាវជ្រាវចុះមកតាំងបងមកតែណាមនុស្សអើយឬក៏គេអាចបង្កាយបានបិទភ្នែកហើយប្រមូលអារម្មណ៍ចាំចាត់ការគេអីពួកគេអាចដឹងអារម្មណ៍ពិតជាប្រកែកណាស់សំណាងដែលឪពុកបានឲ្យសមត្ថភាពប្រមាណកាយគឺមិនចាប់បាត់ហើយមិនក៏ពីអ្នកគេនៅទីនេះចឹងប្រមាណកាយលោកពូពួកគេបានធ្វើបាបខ្ញុំលោកឲ្យលុយខ្ញុំតិចមកខ្ញុំនឹងចាក់ចេញទៅចម្រៃយកគ្រាន់តែរឿងប៉ុណ្ណឹងក៏មិនអាចចាត់ការបានហើយនៅចង់បានលុយពីយើងថែមទៀតរឿងនេះមិនអាចបន្ទោសខ្ញុំបានទេមកពីគ្រួសារចឹងដឹងថានេះជារបស់ខ្លាយដោយសារតែយ៉ាងឡុងមិនចឹងក៏គ្មានបញ្ហាដែរហើយវាក៏វាយខ្ញុំចិត្តងាប់ទៀតផងបើឯងនៅតែមករញ៉េរញ៉ៃជាមួយយើងទៀតជឿថាយើងអាចជីវិតឯងចោលទេចេញទៅទំនិញរបស់យើងបានដបចូលមកហើយពេលនេះវានៅក្នុងវ៉ាលីហើយអាចរកបាននៅគ្រប់ទីកន្លែងទាំងអស់រឿងនេះមិនត្រូវឲ្យប្រធានចៅដឹងទេគ្រួសារឈិញយើងនឹងរងចាំឱកាសល្អមកដល់នឹង
នាំចេញរបស់ទាំងអស់នេះដល់ពេលនោះការរកស៊ីរបស់យើងកាន់តែរីកចម្រើនខ្ញុំនាំនាងទៅលើគេនៅជឿត្រង់នេះត្រង់ជួយចាំខ្ញុំតិចមកខ្លាចណាស់ទេគ្មានទេគ្រាន់តែសម្រាប់តិចទេអញ្ចឹងខ្ញុំទៅសិនហើយវាជាឱកាសរបស់គ្រួសារជាយើងអាចគ្រប់គ្រងទីគ្រប់បានលោកឈីចុះជាងឡងគិតទៅមិនទៅបើមិនដោយសារតែគេពួកយើងប្រកាសជាជោគជ័យទុកចិត្តចុះយើងរៀបចំផែនការរួចហើយថាម៉េចលោកឈីអល់អត់នោះវារត់បាត់ទៅហើយស្អីគេគាត់ថាអល់អត់នោះចម្លែកខ្លាំងណាស់ដែលធ្វើឲ្យបងប្រុសខ្ញុំពិបាកទប់ទល់នៅព្រាមវាស្លាប់បាត់ខ្លួនបានន័យថាយើងបរាជ័យទៀតហើយមិនមែនចឹងទេលោកឈីវាមិនអាចប្រើល្បិចនេះបានម្ដងទៀតទេបងប្រុសខ្ញុំទាំងពីរច្បាស់ជាមានផែនការសម្រាប់អាក្មេងអត់នោះយើងទុកចិត្តនឹងម្ដងទៀតចុះនៅឆ្លើយទៀតមិនត្រូវឲ្យគេមានជីវិតជាដាច់ខាតត្រូវតែឲ្យគេស្លាប់វត្តអត់បានការអញ្ចឹងរឿងទាំងអស់សត្វតែជាកំណត់គ្រួសារឈីទាំងអស់អញ្ចឹងបានជាឲ្យគេទាំងពីរនាក់នោះមកតាមសម្រាប់ខ្ញុំគឺថាជួយដាក់ច្បាប់ឲ្យខ្ញុំផងថ្ងៃនេះខ្ញុំមិនបានទៅរៀនទេណាចាំស៊ីតាមមានរឿងអីអញអត់បានទៅរៀនប្រហែលថ្ងៃហើយណាអត់អីទេគាត់តែមានរឿងទៅចំណោះខ្ញុំទៅសិនហើយណាអីហេតុអីគាត់យ៉ាប់លេចាំស៊ីប្រហែលថ្ងៃនេះដូចជាយ៉ាប់បានណាពេលមកវិញទៅរហូតអត់ដល់ថ្ងៃនេះទៅធ្វើស្អីសោះហើយបងជាងហើយបងតំណានហ្នឹងខ្ញុំមានការទៅក្រៅទេមកស្ដាប់ខ្ញុំនិយាយតិចអ្នកទាំងអស់គ្នាមកចាប់ដើមផលឥឡូវមកថ្ងៃនេះខ្ញុំថតទៅឬអត់គ្មានទេតែខ្ញុំម្ដងទៅទូអីក៏ខ្ញុំព្រមថតដែរមានតួមួយឲ្យប្រកាសអត់ថាតួអ្វីទៅធ្វើក៏បានដែរអញ្ចឹងមកតាមខ្ញុំមកចាំទីហ្នឹងហើយលោកលីណាក្មេងស្រីនេះយ៉ាងម៉េចដែរទៅជាសិស្សមហាវិទ្យាល័យទៀតផងមើលទៅគ្រាន់តែបើគ្រាន់តែពិតជាល្អណាស់អញ្ចឹងអាចចេញបាទទូថ្ងៃនេះក៏ជាសំខាន់ណាស់ត្រូវធ្វើឲ្យបានល្អកុំឲ្យបាត់បង់ឱកាសមករឿងអីក៏អត់ឃើញមានកាមេរ៉ាអញ្ចឹងវាជាការថតឯកជនគឺថតពីចម្ងាយនេះក៏ធ្វើច្រើនពេកវាគ្រួសម្ដែងល្អទៅខ្ញុំសម្បានអត់ខ្ញុំចង់សំសិននេះគឺជាតួប្រុសរបស់យើងនាងអាចសំជាមួយគាត់បានតើនាងឆាប់សំជាមួយគាត់ទៅជំរាបសួរលោកគ្រូត្រូវហើយចាំលោកគ្រូជួយបង្រៀននាងចុះចាំនឹងធ្វើឲ្យនាងមានអត់ចង់ធ្វើអីអត់ទេខ្ញុំគ្រាន់តែបង្រៀនមេរៀននាងតាមកនេះខ្ញុំប្រាប់នាងខ្ញុំនឹងឲ្យនាងមានអារម្មណ៍ល្អគ្រាន់តែនៅស្ងៀមប្រចាំយើងទ្រាំលេងបាត់វាស្ដាប់បាត់ទេអ្នកដឹកនាំនិយាយមកចិត្តហើយអញ្ចឹងចាំយើងរៀននេះចុះតែឥឡូវទៅលោកទាំងអស់នៅទីនេះសុទ្ធតែជារបស់យើងមើលអ្នកណាមកជួយយើងបានទៅថ្ងៃនេះខ្ញុំធ្វើឲ្យលោកលៀនពេញចិត្តដែលរកបានស្រីស្អាតមកឲ្យគាត់មិនដឹងថាអារម្មណ៍គាត់នៅពេលនេះហោះហើរដល់វិហារទៅដល់ណាទេឯងមកពីណាអាចចំហពេលនេះយើងកំពុងតែសប្បាយជាមួយនាងឆាប់ចេញទៅអញហ៊ានបាយយើងផងដឹងថាគាត់ជានរណាទេគាត់ជាអ្នកស្នងតំណែងក្រុមហ៊ុនអ៊ីនឆឹងអ្នកស្នងតំណែងចំណុចទី3ហើយហ៊ានបំផ្លាញការសប្បាយរបស់គាត់ផងហើយខ្ពើមជីវិតមិនចង់រស់ហើយបែបទេមែនទេគ្រាន់តែឃើញលោកលើកដំបូងហ៊ុនអ៊ីនឆឹងមិនមានបញ្ហាទេយើងនឹងឲ្យឯងមានបញ្ហាឯងមើលស្អីទៅចាត់ការវាទៅអាចប្រៃអីយ៉ាអូយកាយជោគ្មានបានការឯងដឹងថាយើងជានរណាដែរទេឯងហ៊ានបាយយើងផងគាត់ឯងជានរណាទេតែហ៊ានប៉ះពាល់ជួបផ្ទះយើងផងចាត់ការគេទៅឯងសួរនាងទៅយើងចង់អត់ចាំសិនាងពិតជាល្អខ្លាំងណាស់កុំឲ្យតែរឿងចង់បានរបស់នាងធ្វើឲ្យពួកគេអាចគ្រប់គ្រងនាងបាននាងគិតពីម្ដាយនាងទៅតែនាងត្រូវបាត់បង់អីទៀតវាស្ថិតលើនាងតែម្នាក់គិតឯងនិយាយច្រើនមែនឯងមិនដឹងថាយើងជានរណាទេយើងជាអ្នកស្នងរបស់ក្រុមហ៊ុនអ៊ីនឆឹងឯងហ៊ានប៉ះពាល់យើងផងមិនដែរទេយើងប្រកាសជាមិនលើកលែងឲ្យពួកឯងទេឯងចាក់ទៅមើលទៅខ្ញុំខំហើយចាំទេនេះទេខ្ញុំ
ហើយខ្ញុំជប់ទៀតហើយលោកថាលោកជាអ្នកដឹកនាំរឿងឲ្យសំជាងនេះតិចទៅលោកជឿឡើងតិចខាត់មកចិត្តតិចមកសើចមើលទេសើចទេមានរូបទាំងនេះហើយគេលែងហ៊ានធ្វើបាបនេះទៀតហើយឆាប់សំជំងឺចិត្តដល់នេះ10000ទៀតទៅពួកឯងមានអីប្រកែកដែរទេហើយបងខ្ញុំអត់ប្រកែកនោះទេអញ្ចឹងឲ្យខ្ញុំទៅចាំទៅណាខ្ញុំមិនទាន់វាយក៏បាក់ជើងឯងផងខ្ញុំឃើញឯងខ្ញុំញាស់ជើងណាតើលោកមានអារម្មណ៍យ៉ាងម៉េចដែរបងប្រុសអាចថ្ងៃនេះជាអ្នកនិយាយថាធ្វើទៅបងវល់ខ្លួនទៅហើយថ្ងៃនេះធ្វើឲ្យបាន10000ដងខាតជប់លោកវិញហើយពួកឯងមកធ្វើស្អីហ៎នរណាពួកឯងចូលមកឈុតគ្មានការអនុញ្ញាតក៏ចូលមកអញ្ចឹងសុំទោសលោកវិញពួកយើងក៏មិនដឹងដែរថាមុននេះមានមនុស្សលួចចូលមកអាចថ្ងៃយកថាវាយយើងមកទៅវាយវាទៅតែឈរធ្វើឲ្យទៀតវាយវាទៅហើយក៏បាយខ្ញុំខុសហើយក៏បាយវាយវាយបាក់ជើងទៅបងចាញ់ឡងថ្ងៃនេះពិតជាអរគុណបងខ្លាំងណាស់បានបងជួយទេខ្ញុំមិនដឹងជាយ៉ាងណាទេអញ្ចឹងបានជានាងអត់ទៅរៀនប្រហែលថ្ងៃនេះព្រោះចង់រកលុយឲ្យម៉ាក់នាងមែនទេហើយក្នុងនាងខ្ញុំជាកូនស្រីខ្ញុំពិតជាមិនបានការតតែសោះហើយកុំនិយាយចឹងនាងធ្វើត្រូវហើយទុកចិត្តចុះខ្ញុំបានទៅពេទ្យហើយម៉ាក់នាងសុខភាពល្អណាស់ចាំគាត់បានតែចាំខ្ញុំឲ្យតាមខ្លះទៅគាត់អាចឲ្យគាត់តាមឆាប់ជាសះស្បើនាងចង់ជួយខ្ញុំខ្ញុំក៏ដឹងថាយូវីក៏ចូលចិត្តបងដែរប៉ុន្តែរូបរាងរបស់ខ្ញុំល្អជាងនាងត្រូវអត់បងនិយាយទៅម្យ៉ាងម្យ៉ាងម្នាក់គឺថាខ្ញុំមានរឿងតែខ្ញុំទៅសិនហើយខ្ញុំចង់ចាំទេបងចាំមើលទៅណែត្រឹមតែជួយពេកត្រឹមតែសម័យរបស់ល្អពេកប៉ុន្តែបើសិនជាបានមកដល់មាត់ហើយអូព្រះនេះពុកមែនហើយដោយសារតែការគ្រប់គ្រងរបស់កូនឥឡូវនេះពុកអាចរស់ទីក្រុងសុនឆឹងមួយពេជ្រហើយស្ត្រីក៏បានចុះចេញពីតំណែងហើយបន្តរយៈពេលយូរទៀតផងចុះសិនព្រះចៅអធិរាជចុះចេញពីតំណែងហើយពុកក៏ខ្លាចជាព្រះចៅអធិរាជចុះខ្ញុំជាព្រះអង្គម្ចាស់មែនទេយើងមិនបានគិតទៅមុខឆ្ងាយពេកទេយើងគ្រាន់តែចង់ឲ្យប្រជាជននៅមកគ្រប់ទៀតមានភាពយុត្តិធម៌តែប៉ុណ្ណោះនាំមកជូនដោយភ័យឧត្តមមេឌីខេជាប្រកែកពិតណាស់ដាក់ពាណិជ្ជកម្មផលិតផលចុះបញ្ចូលយើងទៅយើងមានរឿងចង់ប្រាប់ឯងបាទសូមអរគុណនេះលោកពងចៅខ្ញុំជួយអីដល់ពុកទៀតហើយខ្ញុំទៅឲ្យអាវុធ10000តាមទៀតចាបើពួកគេទៀមទារហូតអញ្ចឹងពួកយើងមានការខ្វះខាតអាវុធជាច្រើនមានអ្នកមកសុំចូលរួមពួកយើង50000នាក់ទៀតបូកថែមទាំងអាវុធនិងថ្លៃអាហារទៀតផងយើងពិតជាពិបាកណាស់ធ្វើការងារនេះទៀតហើយអ្នកណាចង់ធ្វើឲ្យគេធ្វើទៅវាដូចជាដៃគ្មានបានអញ្ចឹងកាលពី2ថ្ងៃមុនខ្ញុំទៅបានគេតាមប្រមាញ់បើក្រុមតែចិត្តប្រមាណថ្ងៃក៏បីខ្ញុំស្លាប់បាត់ហើយជប់សិនមានរបស់មួយនៅសងសេងវាជាជំរឿនមួយរបស់យើងនៅពេលដែលគេលើកយើងឡើងហើយយើងនឹងផ្ដល់វាទៅឲ្យឯងជាមិនខានទេវានឹងធ្វើឲ្យឯងកាន់តែរឹងមាំជាងនេះទៀតណាអញ្ចឹងពុកជឿរើសយកអីទេលេផតអាចផ្លាស់ប្ដូរបាន100ម៉ែត្រទៅកន្លែងដែលអាចចង់ទៅប្រើបាន5ដងក្នុងមួយថ្ងៃមិនថាយើងធ្វើបានហើយទេលេផតទេតែហើយយើងថាពួកឯងទៅចុះការពីបើសិនមិនយើងជួយបងប្រុសម្នាក់ណាគឺគាត់សង្ហាខ្លាំងណាស់មែនអត់ចុះឯងបានសំឆាត់គាត់ឬអត់នឹងយេសំបានតាមែនអីលើខ្លាំងណាស់អើយ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 ជប់រើទៅទៅកម្លាំងទៅយប់នេះនឹងមានផ្កាយ7ជាប់គ្នាហើយនឹងយកធម្មពលរបស់នាងទៅឲ្យគ្រួសារឈីលោកឈីញ៉េស៊ូយូពីគ្រួសារនាងមានទ្រព្យសម្បត្តិនិងឋានៈតូចទាបមិនអាចប្រៀបជាមួយគ្រួសារឈីខ្ញុំបានទេនាងគិតថាយើងពិតជាពេញចិត្តនាងមែនទេជប់សម័យទៅគាត់សាក់ខ្ពស់ខ្លាំងណាស់តែមិនចាំរបស់ឯងតាខាត់ទេព្រោះស្អប់ខ្ទង់អរគុណដែលនាងសរសើរយើងក៏អាចផ្លាស់ប្ដូរឲ្យកាន់តែអាក្រក់ជាងនេះទៅទៀតខ្លំមើលនេះមិនល្អកុំឲ្យអ្នកណាមកចូលជួយអ្នកសោះហើយយប់នេះក៏មិនឲ្យអ្នកណាចេញចូលបានដែរថ្ងៃនេះយើងនឹងយកឈាមរបស់ពួកគេមកបញ្ចូលទៅធម្មពលឲ្យគ្រួសារឈិញយើងលោកឈិញលោកពិតជាឈួតហើយបើយើងឈួតយ៉ាងម៉េចនាងចង់ធ្វើយើងនឹងធ្វើឲ្យនាងឈួតដែរលោកឈិញគ្រប់យ៉ាងរៀបចំរួចហើយតាមពេលផ្កាយ7លេចចេញមកនឹងនាំធម្មពលឲ្យគ្រួសារឈិញនឹងមានសត្វនាគមួយផុសចេញពីអាងទឹកនឹងនាំភាពរីកចម្រើនល្អដល់ពេលគ្រួសារឈិញយើងនឹងគ្រប់គ្រងអ៊ីនឆឹងដល់ពេលនោះលោកនឹងមានគុណសម្បត្តិធំអរគុណលោកឈិញឆាប់ដោះលែងពួកគេព្រាមទៅឲ្យឆាប់ឡើង
trăm ngày đi của ai được làm được đi ai gặp biết được chuyện đây lực chính lúc có chuyện đỏ tới sỏi cụt nữa cảm ơn trong vòi dương đỏ lên lúc phải trái bền thế chặt lông sống lên chết lưng đã chẳng phải sai thuẫn nó và chơi chỉ mà đã hai cộng chân tiểu binh ngày đi chứ được chung ai được căng thang ở rút chẳng có chốt lúc đừng hám mà kia còn tư ai thưa từ vẫn là căm nếu mà đó mà thấy hốt lọt lắm nó cứ không chạm nam thưa thì từ nông tân lê bra tịch nâng bra chăn coi không phải về liệt chung bên kia cục lô chạm biết đấy nếu cặp phương thể lấy chỉ một cơ thành đó nếu cặp phương thể lấy chỉ một cơ thành đó ai hiện mau một vài chiếc bao nhiêu kho vậy ai bật sập ơi nếu càng ta thì bán sống càng ta sẽ bại chết để khơi buồn nước cho mặt bề trong dưới bên rồi thực hành là sập khô xả xin chắc biết chứ thôi nó lúc bắt từ này ăn mấy cho bạn chậm mày này ngay kia từ này mày được vậy thật bỏ được rưỡi số bao nhiêu ai với rưỡi ai chưa chào anh ok mở cửa chào đã tuổi thứ bên trong cuộc vui mày thế ai cơ thải anh ai kịch có phải chứ bàn chẳng chân này tao rạp nè chứ anh nhập vào đây lúc chứ người ta rốc ai khơi chân chạm mưa ngay đi ai rút tận nào rút mình hãy trả lời cuộc kỳ bản thế chốt xây dựng đã chỉ là tìm tự cái gì có cái tay lòng chỉ tập chuột hai cái tập của dương á xem được hả lấy được một chưa làm thứ mấy với vị trí liên tự chết con với lại ở trong làng tự mình chẳng tới trăm học sập sàn tiết vừa trên trong bài hai tràn thời công bong bong ấy ở trong làng tự chứ cứ chim lúc đại cướp cái chẳng bán lộ trình sao về mà làm thế tham một bọc phụ kia đặc buồn nâng cướp con sập cô sa chín mươi năm chốt xem một ai kì với vị trí ban sập lại thế ở vậy để thua giặc không phải giặc mà thua châu đi cài kì mấy chân thu một trò rồi sắp sập kia thôi vẫn chân tham một đập tê ở lộ trình và còn cho khuôn kia để sai để qua thôi tiếp ở chỉ thua một ban bài thế nhưng mà con chỉ chắc cam của anh chạm vào vị trí tư chạm vào ở được nhưng gọt đỏ tẩy chạm vào hai khuôn vẫn chân tê chưa được làm đến châu ui ui vậy vậy sập lạp liệt rất là mấy lần ai rất kích bạn thế chặt cái ở chân ở chặt làm thứ chặt đấy thả một cô rồi bỏ chứ bạn tí ở chặt anh tiếp vừa bạc côn riêng phong này nhà ai của ai tranh mau được phút ai chết dậy anh nó cả sập hay bên thế của anh liệp liêm tư chọn thứ
មែនគាត់ជាពិតហើយ ចាំមកហើយលោកពូ ខានជួបគ្នាយូរហើយកូនស្រីហ៎ថាម៉េច មានសំណាងណាស់ដែលចាំលំមកតូនកុំឲ្យច្បាស់ជាចាប់មិនខានទេខ្ញុំពិតជាមិននឹកស្មានថាលោកធីបានធ្វើរឿងខុសច្បាប់យ៉ាងនេះសោះពិតជាថោកទាបស្អប់គ្រប់ម៉ែ ខ្ញុំក៏បានវាយជាមួយពួកគេដែរតែខ្ញុំមកដើម្បីជួយមើលខ្ញុំ ចាំលំលោកបានជួយជាមួយខ្ញុំ បងស្រីខ្ញុំចង់រឿងមានការរបស់ពួកយើងគិតយ៉ាងម៉េច អញ្ចឹងខ្ញុំទៅមុនហើយ ហេបង អើចាំវិញអីមិនអីទេអីធ្វើយើងភ័យស្ទើរចាប់ទៅហើយខ្ញុំមិនអីទេខ្ញុំក៏បានចាំលំជួយតាន់ទេបងចាំប្រកែមែន យូវីអត់ទាន់មានអារម្មណ៍ល្អទេពួកនាងជួយមើលគេតែសិនទេខ្ញុំមានការខ្ញុំទៅសិនហើយ ចាំវិញពេលឯងធ្វើខ្ញុំអញ្ចឹងមានអ្នកណាធ្វើបាបឯងមែនទេចាំវិញបើមានអ្នកណាគម្រាមឯងមកប្រាប់ពួកយើងមកពួកយើងនឹងឲ្យបងចាំទៅគម្រាមឲ្យដល់មេរៀនដល់គេគឺចាំលំស្អីគេឯងត្រូវចាំលំធ្វើបាបទេគាត់មានអ្នកណាជួបរួចហើយស្អីគេ លពុកមិនបានជាឯងធ្វើប្រហែលយ៉ាងនេះហ៎បើថ្ងៃនេះឯងមិនទទួលកម្លាំងនោះទេចិញ្ចៀននោះនឹងបើកលំហហើយពេលវេលានឹងបានផ្ដល់បំណែកខ្លះឲ្យពលឹងយើងទៅរកគ្រោះថ្នាក់ខ្ញុំគ្រាន់តែចង់សង្គ្រោះជីវិតមនុស្សតែនៅក្រោយខ្ញុំនឹងប្រយ័ត្នជាងនេះមិញលពុកនិយាយមានន័យថាម៉េចទេពេលថាមកពលនោះមកដល់ភាពជាក់លាក់វានឹងទៅដល់ផែនការទី9មនុស្សជាអ្នកគ្រប់គ្រងអញ្ចឹងខ្ញុំជាគ្រាន់តែមានធម៌ពលតែជួយបណ្ដោះនៅកន្លែងយើងគ្រាន់តែជាមនុស្សតូចមួយតែមិនចាំបាច់ភ័យទេនៅកន្លែងនោះមានយើងជាអ្នកគ្រប់គ្រងហើយហេលពុកខ្ញុំនិយាយធ្វើជាដកដង្ហើមធំបានដែរទេទឹកដីរបស់យើងនៅទីនោះធំធេងខ្លាំងណាស់ហើយកន្លែងដែលត្រូវពង្រីកគឺគ្មានព្រំដែនទេមិនអាចប្រៀបធៀបនៅទីនេះបានទេបានហើយទុករឿងធម្មពលម្ដងសិនចុះតែមិនក៏លោកពុកហៅបងស្រីហុងជ័រថាជាកូនស្រីឯងនិយាយស្អីពួកឯងជាជំនួយការយើងនៅកាលនោះយើងគិតថាកូនស្រីគេគួរឲ្យស្រឡាញ់ហើយក៏គិតចោលនិយាយតែដាស់ទៅលោកជាគ្រូម្នាក់ត្រូវការជំនួយការហើយណែបងភ្លេចចោលទៅជុំនិយាយជាមួយឯងហើយពេលនេះចំណេះដឹងឯងមិនគ្រប់គ្រាន់ទេនៅពេលវេលាមកដល់យើងប្រកាសជាប្រាប់រឿងនេះដល់ឯងពុកជាមហាសេដ្ឋីមែនទេនៅក្នុងផ្នែកឯងត្រូវការតែទ្រព្យសម្បត្តិមែនទេសំបីតែនៅចំពោះមុខឪពុកខ្លួនឯងក៏និយាយចឹងបានដែរខ្ញុំមិនចង់រំទុកពេលដែលរកលុយបានខ្លះហើយគ្រាន់តែចង់និយាយនឹងមានសក្តានុពលដោយសារតែការងារពុកមិនចង់ឲ្យខ្ញុំតិចទេចាំដល់ពេលដែលថាមកពលនោះបាត់បង់អស់អ្មេចទៅធ្វើចឹងគ្រាន់តែឲ្យខ្ញុំតិចសោះដកចាំតែមើលទៅ ចាំលំគឺជាមនុស្សប្រុសឆ្លាតម្នាក់យើងមិនត្រូវឲ្យអ្នកណាចាប់ទៅទេហើយហុំចូលគឺជាគូណារបស់ចាំលំហើយក៏ជាស្ទើររបស់ពួកយើងដែរពួកយើងតែ4នាក់ត្រូវរួមគ្នាដណ្ដើមយកបែបដុំចាំលំយកមកឲ្យបានល្អទេល្អតែពួកយើងរួមដៃគ្នាទៅខ្ញុំជប់ប្រងអញ្ចឹងធ្វើយ៉ាងម៉េចទៅ លោកឈឹងលោកបានរំខានខ្ញុំម្ដងទៀតហើយបានបញ្ជូនឲ្យមនុស្សមកសម្រាប់ខ្ញុំទៀតរងចាំដល់ម៉ោង12យប់ខ្ញុំនឹងទទួលបានសមត្ថភាពរបស់ខ្ញុំវិញហើយ មកខ្ញុំពេញចិត្ត មិនជំនាញស្លៀកពាក់បែបនេះ ការខ្ញុំពីសង្សាររបស់លោកឯងក៏មិនទំលំបានមែនទេ នាងខ្លាចជាសង្សារខ្ញុំតាំងពីកាល មកពីលោកមានដៃគូហើយមែនទេនិយាយទៅ ថ្ងៃនេះនាងគេនៅទីនេះចុះខ្ញុំទៅគេនៅបន្ទប់នេះចុះ ឈប់សិនលោកកុំអាចទៅអីថ្ងៃនេះមិនដឹងជារឿងអីទេលោកកុំទៅអីតែបានទេខ្ញុំខ្លាចកុំទៅបានអត់ គេទៅទុកចិត្តចុះអ្វីដែលគេធ្វើដាក់នាងខ្ញុំមិនសងគេវិញ អរគុណហើយ ត្រូវតែសម្រាប់អាចចម្លែកចាំងនោះអើយលើកមុននៅក្នុងកម្មវិធីពិព័រណ៍ត្បូងគេបបាក់មុខយើងម្ដងហើយឥឡូវផែនការបង្ការគ្រួសារជើក៏បបាក់ចោលដែរហើយផែនការគ្រួសារឈីតែគ្រឿងទុកជាច្រើនឆ្នាំក៏ទៅបរាជ័យដែរយើងចង់ឲ្យគេស្លាប់មែនទេហើយឯងមិនចង់ឲ្យគេស្លាប់មែនដែរទេមិនក៏មិនសម្រាប់គេខ្ញុំក៏មិនដឹងដែរថាខ្លួនគេមានអ្នកតាមការពារស្គត់ស្អីអធិរាជនៅកន្លែងបងខ្ញុំនៅអាក្មេងចាំងលោកនោះមានមនុស្សតាមការពារពីក្រោយគេម្នាក់នោះមានធម៌ពលខ្លាំងណាស់វាដូចជារឿងព្រេងយ៉ាងចិត្តអំណាចអធិរាជតាមការពារវារហូតបងប្រុសខ្ញុំធំខ្ញុំត្រូវបានសម្រាប់ដោយសារតែគេមិនខ្វល់ថាគេមានអីតាមការពារទេយើងមិនខ្វល់ទេពួកឯងយកលុយយើងឯងត្រូវតែដោះស្រាយរឿងយើងមកសម្រាប់ចាំងលោកមិនបានទេយើងនឹងចាត់ការពួកឯងចាប់ពីពេលនេះទៅមកពីកន្លែងណាទៅកន្លែងនេះមួយទៅមើលទៅមានតែផ្លូវមួយទេគឺធ្វើសកម្មភាពខ្លួនឯងលោកគ្រូនៅជិញទូបើពួកយើងជិញគាត់មកផែនការនេះច្បាស់ជាអាចចាត់ការបានជប់ខ្វល់ទៀតទៅថាមកពលនោះវាបានផ្សេងទៅក្នុងខ្លួនអាក្មេងនោះហើយវានឹងសរុបនៅក្នុងរយៈពេល3ថ្ងៃដល់ពេលនោះទោះយើងស្ដាប់វាក៏អត់ប្រយោជន៍ដែរមានរឿងអីថាម៉េចផែនការមិនបានសម្រេចទេយើងដឹងហើយថ្ងៃស្អែកតកែនឹងមកដល់ហើយក្មេងប្រុសនោះប្រកាសជាចិត្តដល់ថ្ងៃស្លាប់មិនខានទេមិនចាំបាច់
thế ngay nhỉ chứng bọn đó thì mình hơi chẳng lông mấy bạn thì ai tôi khỏi chân sợ phép vào đó mà sọc sắc đọc chữ năm có một chọc đấy ngay đi tới tụi toát là chia đái sống chung sớm mình bán chia sợ phép vào đó thế đọc tôi biết chân cái bọt chiến mà đọc sọc đánh thế đó với này hả sọc tư có bay công sập cho bay công sập cho bay sông có hai cắt máy má bật đỏ từ tiếng vết lạc sáu tận đông một hãy được can chiến bật đỏ thiết chẳng lại chọc tầm đến tại bật đỏ thứ khoa tê chẳng lông dương đã kho hai chẳng để nát thì nhà sáu là càng khập bằng dưới châm này cái đồng lý nhìn lưỡi bọc liền chiên nhưng ai giống phải bằng lệch sập từ lưỡi bọc liền hãy thả lên là thế nơi miền tiếtนี่จะปราชญ์นั้นระบบครูซาจึงระยะเป็นปีชนามันนี่มาเริ่มมาไฟเย็นอะไรกันกาดมั้งบัดฮะจับเจนจ้ะช่างเลยเหรอวะจ๊ะแต่ตัวจะเป็นเช่นมื่อเชื่อมาลอยยืนไอ้หนุ่มพวกไอ้หนุ่มทั้งอ่อนนู้นเนื้อระบบอาหารทำใบเจียบที่ระบบโปรเกสเลยไปเกิดถึงไอ้หนุ่มจะเนื้อซ้อtình tài anh được thế cái nào kia đó ba đừng thấy mình chạy cãi thế bò xây không trúng chẳng lắm bò xây không trúng giúp ba đi hái nên mà toàn tập chạy hết anh sợ bay chết tại mình trong tay tê biết ấy mà đại thếทำไมฉันนี่สังเกตตามมาสารออสให้ครูซาบังคับมาขยมเด็กแก่มาดังตีที่มือต้นประชบครูซาสันกี mà bạn thếไม่ได้ง่ายมีเรื่องจังการหลังthếไอ้บ้องรีบแต่จะบุยเนี่ยได้บ้องมันเป็นจัดแม่ได้thế มันฆ่าได้ดียังก็มันโยนประเบิดเทียบไหมที่มันจำตีที่มันจำเด็กแก่ตี บ้องของchú tục chật chứ chăm sống tôi chặt cào chứ anhนั่นไงมีจีเล่นด้วยกันจีเมน cứ tha chừng lên bờ bọc sống còn ở bờ cả bàn thế ตอนนี้จะเจอให้ยังเราไปรักษาไม่สันเตอร์จับไอ้จำใจจะมือเทียมจ้ะกำลังนี้มาสาวเตอร์มือบนโต๊ะพี่ผมจะเจอไอ้ขยมแต่หมดตึกสันให้ไอ้กับลุกมือไอ้ฟักนะกับลุกมือthua mày thế xem chẳng sạch xem một bọn xe không chón cho sạch chiêm được nhé biết không biết ấy đại sống tới khỏi một thế đi có đại giúp tràn chụp tràn đấy xem tới đúng không xem mà khó thế anh nhìn được người gì một cái ắt nữa chấm mình nên chìm được bạn đừng thế sao ví chứ mà lúc bạn nát tới chấm chia anh mình bạn được người dân tập mấy nè thế dân bạn hai nó các bạn anh phải học những cái anh trang hai nó được bố trang được gì ấy nhưng phạt anh cho má nhưng mà chẳng ở đó bên đi tê Rương cao bị dụng mình dân con để cho anh bằng tết anh cũng kết tràn ấy chấm mình bàn kịch tràn không chọc sân má dụng mấy anh bà tà nà hãy kê nó chứ đà ná cho biết xưa là mình khăn chụp khi dù thấy chấm chia chàng lắm mắt tập bắt sang chìm phát anh có thể phục khẳng ná lúc cô quạt chim này thế lúc này chụp chàng được không ba anh hơi anh ta lục sánh ban ông mình nhẹ là bầy khẳng ná mà mưa ba anh hơi lúc này phụ anh mình chăm ba tầm khăn quạt tiền ná ai kí lục sánh mà hai ấy lục sánh đi mình sang công lục đi lục chắc là bên tay ông chồng riêng chụp bánh
បាទខ្ញុំសុំទោសខ្ញុំនិយាយពាក្យខ្លួនដាក់នេះនោះជាគ្រូពេទ្យល្បីមានកត់ហើយលោកនេះប្រកាសជាគ្មានបញ្ហាទេប្រកាសជាសះស្បើយមិនចាំបាច់ទេលោកចេញពីទីនេះទៅហងជ័រហេតុអីឯងនិយាយបែបនេះដាក់លោកសិនអញ្ចឹងលោកសិនហងជ័របានត្រៀមខ្លួនសម្រាប់រៀបការហើយគេត្រៀមខ្លួនរាល់ហើយមិនអីទេណាខ្ញុំអាចចាំបានរៀបការស្អីបានសន្យាជាមួយលោកសិនហើយដូច្នេះឆ្នាំនេះយើងជាគ្រូសារតែមួយហើយម៉ាក់ក៏សប្បាយចិត្តដែររៀបការខ្ញុំមិនទាន់ទេខ្ញុំអាចទៅជាមួយចាន់ឡុងហើយខ្ញុំអាចរៀបការជាមួយតារាផ្សេងបានទេចុះពីអីនេះគាត់តែជារឿងទូមុនគេនិយាយលេងសើចទេឯងក៏ធ្វើដូចជាការពិតអីយកជាការពិតទៅកើតចាំប៉ាខ្ញុំមិនពូជែក៏សម្រាប់ចិត្តទៅមិនទៅប៉ាឯងពេកនៅទីលក់ហើយម៉ាក់គេបានសាប់ទឹកទៅហើយវាមិនដូចគ្នាទេឯងនេះនៅមិនយល់ចិត្តមែនទេណាម៉ាក់ទៅចុះនេះទៅចិត្តចាខ្ញុំនឹងឲ្យគ្រូសារនេះទៅដល់ចំណុចកំពុងយើងខំប្រើរយៈពេលដល់យើងដល់ពេលនេះគ្រូសារនេះនឹងខ្លាចជារបស់យើងរួមទាំងយើងផងដែរចាំទៅមើលទៅលោកពូលីដាក់ខ្លួនហើយគ្រូសាលីក៏មិនធ្លាក់ចុះដែរសូមចេញទៅបងស្រីលោកពូមានជំនួយគាត់មិនដំណើរការហើយកាត់ដូចធម្មតាប៉ុន្តែគាត់បានស្លាប់ហើយហើយគូក្បាលគាត់លេងដំណើរការនេះជាឆ្នាំព្យាបាលគាត់មិនដឹងថាអាចដំណើរការបានអត់ទេមានតែតាមវាសនាចុះលោកចេញទៅហើយចាំមិនទៅបើគាត់មិនចាក់ឆ្នាំលោកពូគាត់ក៏មិនបានដែរយ៉ាងឡុងបើឯងនៅក៏រួចហើយឯងឆាប់ចេញពីទីនេះទៅឆាប់ទៅណាមីឥឡូវលោកពូនៅមានអាការដឹកខ្លួនឯងមិនចេះខ្មាំមកទេលោកគ្រូពេទ្យដល់ល្បីនៅជួយគាត់ដល់ផងហើយចុះឯងវិញឯងគិតថាខ្លួនឯងជាស្អីដែរគេមិនមែនជាពេទ្យទេតែកំពុងបោកប្រាស់យើងឯងថាឯងនឹងជួយគាត់ឥឡូវជួយយ៉ាងម៉េចហើយឡំណាមានផ្លូវចេញហើយឯងបែរជាមិនចេញហើយបានចូលមកដល់ខ្លួនឯងនោះការស្លាប់របស់លោកលីឯងនឹងខ្លាចជាជនសង្ស័យតែម្នាក់គត់ចេញឡងឯងធ្វើបែបនេះបើសិនជាលោកពូមានរឿងអីកើតឡើងឯងជាអ្នកទទួលខុសត្រូវហងជន់ឯងមកគេមកគឺដើម្បីសម្រាប់ប៉ារបស់ឯងមែនទេមិនអីទេ3 2 1នេះជាតាមពុលថាម៉េចឯងនិយាយប្រេះដាក់ស្អីនឹងយើងមិនបានធ្វើអីឯងទេឯងឆាប់ចេញទៅមកខ្ញុំមិនទាន់ចាប់ចូលមកទេមិនអាចចេញទៅទីនេះមិននិយាយការពិតយើងនឹងបាយដល់ឯងនិយាយខ្ញុំនិយាយហើយគឺលោកសិនបានឲ្យខ្ញុំធ្វើរឿងនេះខ្ញុំបានចាក់ចិត្តធ្វើចូលកាពះលោកលីថាម៉េចហ្នឹងខ្ញុំមានកំណត់ការច្បាស់លាស់10មានការពី3ខែមុនដូចជាប្រាក់ដែលលោកសិនឲ្យខ្ញុំសន្តិសុខចាប់យកលោកគ្រូពេទ្យនេះបាច់មកជើងទៅហាមធ្វើជាមួយលោកស្រីនេះទេលោកស្រីខ្ញុំនៅខុសហើយលោកស្រីលោកពូលីចាំឡុងបានមកចាំឡុងពីមុននេះខំចង់បាននិយាយជាមួយពូហើយពិតជាអរគុណឯងណាស់បើគ្មានឯងទេពូច្បាស់ជាចាប់មិនខាតនោះទេពិតជាអរគុណឯងហើយពូកុំនិយាយចិត្តឯងពូមិនមែនជាមនុស្សអាយុខ្លីទេចាំឡុងពូប្រាប់ឯងរឿងមួយរឿងសម្ងាត់តាំងពីប្រហែលឆ្នាំមុនមកម្លេះដើម្បីរកមូលហេតុមួយនៃការបាត់ខ្លួនរបស់ឪពុកម្ដាយឯងបើរយៈមុនពូបានរកឃើញរបស់មួយមានអ្វីថាឪពុកម្ដាយឯងមិនបាត់ខ្លួនទៅណានោះទេប៉ុន្តែមានមនុស្សដឹកខ្លួនហើយលោកគ្រូពេទ្យមានអីនិយាយទេលោកលីដឹងខ្លួនដោយសារឆ្នាំចូលក្នុងខ្លួនគាត់គ្មានអីពាក់ព័ន្ធនឹងលោកទេលោកគាត់ថាមកជួយដល់ទៅរបស់លោកអាចធ្វើអីបានទៅបងស្រីតើគ្រូពេទ្យនេះមកតាំងពីពេលណាគាត់មកជាបាយលោកប៉ា3ខែហើយមួយខែមកម្ដងហើយនេះគឺជាខែទី4ហើយមែនទេអាចនិយាយបានថាអាការៈរបស់លោកពូចាប់ផ្ដើមធ្ងន់ធ្ងរនៅពេលគេមកមែនទេបើលោកពូដឹងខ្លួនវិញហើយអញ្ចឹងខ្ញុំទៅសិនហើយលោកសិនចាំខ្ញុំផងលោកមិនអាចទៅបានទេយើងនឹងទៅប្រាប់អ្នកគ្រប់គ្រងថាមានពេទ្យចាក់ថ្នាំពុលឲ្យអ្នកជំងឺចង់ឲ្យអ្នកជំងឺស្លាប់លោកនឹងអាចទៅរួចលទ្ធផលនៃការស្វែងរកគាត់ពិតជាពិបាកណាស់ហើយបានប៉ះពាល់ដល់ផលប្រយោជន៍របស់មនុស្សផ្សេងទៀតផងបានហើយខ្ញុំនិយាយជាមួយឯងហើយឥឡូវមិនទាន់ដល់ពេលទេចាំដល់ពេលយើងប្រកាសជាប្រាប់ឯងជាងឡុងខ្ញុំដឹងហើយឯងស្ដាប់បានប៉ុណ្ណេះឯងអាចដឹងខ្លះហើយមែនដែរទេប៉ុន្តែរឿងនេះគ្រួសារសិននឹងយើងទាំងអស់គ្នាដូចជាកូនអុកយ៉ាងចឹងនៅពីក្រោយពួកគេប្រកាសជាមានអ្វីដែលយើងនឹកស្មានមិនដល់មិនថាអ្នកណាក៏ដោយខ្ញុំនឹងឲ្យពួកគេទទួលនៅអ្វីដែលពួកគេបានធ្វើទូទុកចិត្តខ្ញុំនឹងប្រើកម្លាំងរបស់ខ្ញុំទាំងអស់អ្នកនៅពីក្រោយរឿងនេះបើតែគ្រួសាររបស់ខ្ញុំទៅឯងនោះឯងប្រកាសជាបានដឹកហើយវានឹងគ្មានប្រយោជន៍អ្វីនោះទេអរគុណលោកពូរឿងនេះត្រូវខ្ញុំចាត់ការចុះយើងទុកចិត្តឯង
ញហើយទៅហើយពូចាំខ្ញុំបើកឆ្នាំឲ្យពូមកថ្ងៃប្រើពីដងតាមខែជាងទេលោកពូប្រកាសច្បាស់ទូរស័ព្ទពិតមែនយើងមើលមិនដឹងសោះស្អាយចេះជាបែបដែរទៅជាបកែមែនមិនល្អទេម្ចាស់ក្រុមហ៊ុនជីគ្រប់បានដកគេចេញពីតំណែងហើយបានដាក់លោកសិនមកកាន់តំណែងជំនួសវិញយល់ទេគេទុកចិត្តលោកសិនថាម៉េចគាត់តែគ្មានយើងតែប្រហែលឆ្នាំសោះបែរជាពាក់ព័ន្ធនឹងលោកសិនទៅវិញមិនដែរទេគឺអាជីវកម្មនៅក្នុងដៃរបស់គេហើយចង្រៃយកដៃវាពិតជាឈុនបានវែងពិតមែនសិនព្រីងច័ន្ទប្រើល្បិចបោកប្រាស់ចង់បានក្រុមហ៊ុនរបស់យើងវាថោកទាបណាស់ចុះឥឡូវធ្វើយ៉ាងម៉េចទៅទៅយើងទៅក្រុមហ៊ុនឥឡូវនេះតើអ្នកណាជាអ្នកបកយើងចង់ដឹងខ្លាំងណាស់ចាប់ទៅសំទោសមិនអាចចូលបានទេបើគ្មានការអនុញ្ញាតអ្នកក្រៅមិនអាចចូលបានទេយើងជាអ្នកក្រៅមែនទេឆាប់បោកភ្នែកវាយមើលទៅហ្វាក់ភ្នែកមិនដឹងថាយើងជាណាទេដូចជាអ្នកណាមកពាក់ព័ន្ធខ្ញុំទេលោកសិននិយាយឲ្យកិច្ចការថ្ងៃនេះសំខាន់ខ្លាំងណាស់ទោះបីអ្នកណាក៏មិនអាចចូលបានដែរខ្ញុំជាអ្នកគ្រប់គ្រងទីនេះមិនក៏មិនអាចចូលបានហ៊ានលោកពូឆាប់ចូលទៅថ្ងៃនេះជើងអ្នកទាំងអស់គ្នាមកអ្នកទាំងអស់គ្នាបានដឹងហើយថាលោកប្រធានលីបានសម្រាប់នៅលើក្រែក្នុងមន្ទីរពេទ្យអស់5ឆ្នាំមកហើយពេលនេះរឿងធំតូចទាំងអស់នៅក្នុងដៃរបស់ខ្ញុំហើយក្រុមហ៊ុននេះបានមកដល់ពេលនេះក៏ដោយសារតែខ្ញុំដែរខ្ញុំបានសម្រេចចិត្តថាសហការជាមួយនឹងជីគ្រប់លុយជាង1000លានណាល្អណាស់មានលុយ1000លានហើយក្រុមហ៊ុនយើងអាចទៅដល់កំពូលវិញហើយខ្ញុំគិតថាតំណែងជាអ្នកគ្រប់គ្រងជីគ្រប់ទាំងមូលខ្ញុំនឹងធ្វើឲ្យបានខ្ញុំនឹងធ្វើជាប្រធានក្រុមហ៊ុនថ្មីនេះតែម្ដងចាំផ្ដួលយើងផងចាំមើលថាណាហ៊ានលោកលីលោកមិនដែរទេយ៉ាងមិនចង់ឲ្យយើងកើតអីដោយសារតែពួកឯងបានក្បត់នឹងយើងខំទុកចិត្តពួកឯងទាំងអស់គ្នាពួកឯងធ្វើការជាមួយយើងជិត10ឆ្នាំមកហើយពួកឯងទាំងអស់គ្នាបែរជាចង់ហ៊ានផ្ដួលយើងផងយើងខំទុកចិត្តពួកឯងតែឯងបែរជាចង់រត់ដៃជាមួយគេក្បត់យើងឯងថាទៅមើលសំទេលោកពូលីឥឡូវលោកពូចាស់ហើយកម្លាំងក៏គ្មានដែរពីហ៊ុនរបស់ពូបានបន្ថែម 60% តែគ្រូសាជីមានតែ 40% ទេបើពូមិនយល់ព្រមតំណែង CEO នេះមិនឲ្យក៏ត្រូវតែឲ្យដែរព្រោះពេលនេះខ្ញុំជាអ្នកគ្រប់គ្រងថ្មីទៅហើយខ្ញុំសង្ឃឹមថាពូច្បាស់ជាខ្ញុំសូមនិយាយទៅចុះប្រហែលឆ្នាំនេះពេលលោកសម្រាប់នៅមន្ទីរពេទ្យរឿងទាំងអស់គឺលោកសិនជាអ្នកដោះស្រាយបើគ្មានលោកសិនទេមិនដឹងថាក្រុមហ៊ុននេះមានថ្ងៃនេះឬអត់ផងបើពូសហការជាមួយនឹងពួកយើងក្រុមហ៊ុននឹងទទួលបានការចំណេញក៏មកពីថកែវ័យក្មេងនេះដែរគេនៅក្មេងប្រកាសជាអាចដឹកនាំក្រុមហ៊ុនបានឈ្មោះទៅមុខត្រូវហើយដោយសារតែជំនួយលោកនេះត្រូវសម្រាប់ចានផងទុកឲ្យលោកសិនជាអ្នកចាត់ការវិញទៅលោកកំពុងតែទទួលបានផលនៅស្ងៀមក៏បានចំណេញដែរត្រូវហើយមិនខុសទេពួកឯងនិយាយមានហេតុផលនៅស្ងៀមពេលជរាយនឹងគ្រួសារក៏បាននេះគឺជាអនាគតគ្រួសារជីខ្ញុំនឹងឲ្យគេខ្លាចជាប្រធានក្រុមហ៊ុនជីដូច្នេះហើយនេះគឺជាការសម្រេចចិត្តរបស់ខ្ញុំលោកប្រុសពួកយើងមិនได้ព្រមទៅមិនដឹងថាក្មេងនេះមកពីណាផងមិនได้ឲ្យគ្រប់គ្រងក្រុមហ៊ុនបានទៅគេជាកូនប្រុសរបស់យើងតើវាយ៉ាងម៉េចព្រោះលោកមានយោបល់អ្វីដែរទេលោកពូជប់សិនយើងគ្មានអ្វីតាក់ទងជាមួយនឹងឯងនោះទេណោះបើគ្រូសាលីនិយាយអញ្ចឹងទៅហើយយើងឲ្យដំណឹងនេះចេញទៅក្រៅទៅឲ្យពួកគេជួយសម្រេចថាព្រោះដាក់ច្បាប់នេះទេឬក៏ដាក់ខ្ញុំជាអ្នកគ្រប់គ្រងឬមួយបោះឆ្នោតទៅយ៉ាងម៉េចពេលនេះគ្មានអីតបទេមែនទេអញ្ចឹងចាប់ផ្ដើមបោះឆ្នោតយ៉ាងម៉េចគ្មានពីអ្វីនិយាយទេមែនទេចង់ខ្លាចជាប្រធានក្រុមហ៊ុនថ្មីដែរទេមានរឿងអីមិនក៏ធំម្ល៉េះអត់ចាំខ្ញុំផងទេមើលទៅដូចជាអ៊ូអរខ្លាំងណាស់សួស្ដីស្ដាប់ជើថ្ងៃនេះខ្ញុំគ្រាន់តែចង់មើលស្ថានភាពនៅក្រុមហ៊ុនជីតើយ៉ាងម៉េចទៅហើយថាមានរឿងអីកើតឡើងក្នុងនាមខ្ញុំជាអ្នកមានភារៈដែរមិនបានជំរឿនរំលងខ្ញុំចឹងអ្នកទាំងអស់គ្នាធ្វើនេះដូចជាខ្វះការគូសំពេកហើយនឹកស្មានដល់សោះថាថ្ងៃនេះរឿងដែលលោកសិនបានខិតខំលោកជើក៏ជើមកដែរថ្ងៃនេះវាដូចជាកិច្ចប្រឹងប្រែងឲ្យដែរមិនដែរទេត្រូវហើយបាត់មាត់យើងមិនបានជើគាត់មកទេចុះអ្នកណាជើគាត់មកទៅបងប្រុសខ្ញុំពិតជារំខានដល់បងហើយគ្មានអីទេលោកលីក៏ជាផ្នែកនៃក្រុមហ៊ុនខ្ញុំដែររឿងលោកក៏ដូចជារឿងខ្ញុំដែរម្យ៉ាងទៀតលោកនឹងជីងឡុងក៏មានតំណែងដែរហើយវាក៏ធ្វើខ្ញុំចង់ជួយលោកក្រុមហ៊ុនជីគ្រប់ចាប់ពីពេលនេះតទៅលោកលីជាអ្នកទទួលរ៉ាប់រងទោះបីគាត់ឈឺជាយូរក្នុងប្រហែលឆ្នាំមកនេះក៏ដោយចុះប៉ុន្តែមិនអាចទម្លាក់គាត់បានទេអ្នកដែលបានបោះឆ្នោតនៅគ្មានវត្តមាននៅទីនេះទៀតនោះទេខ្ញុំចង់និយាយពាក្យ3ម៉ាត់មិនរាប់រងបើធ្វើអញ្ចឹងទៀតនឹងប្រឈមមុខជាមួយខ្ញុំបោះឆ្នោតម្ដងទៀតបាទលោកជើពួកឯងថាបោះឆ្នោតម្ដងទៀតអត់លោកជើធ្វើជាសាក្សីលោកសិនធ្វើជាអ្នកគ្រប់គ្រងក្រុមហ៊ុនជីគ្រប់សូមលើកដៃឡើងតែគឺច្បាស់លាស់ហើយមែនទេមិនក៏ពួកលោកមិនលើកដៃមុននេះកាយយល់ព្រមដល់គ្នាហើយមុននេះគិតម្ដងទៀតនឹងណាខ្ញុំគិតថាការគ្រប់គ្រងរបស់លោកលីការគ្រប់គ្រងការងារនឹងមនុស្សល្អជាងលោកឆ្ងាយទៅហើយខ្ញុំក៏គិតអញ្ចឹងដែរពិតជាគិតអញ្ចឹងមែនពួកឯងមើលទៅតំណែងជាប្រធាននៅទីនេះបានតែលើលោកលីហើយឯងនៅទីនេះក៏មិនស័ក្តិសមទេដែរបានជាងឡុងប្រធានជើលោកចាំទៅមើលទៅលោកបានធ្វើដាក់គ្រូសាសិនគិតដល់ផលវិបាកផងទៅផលវិបាកអីគេអ្នកណាឯងដាក់ឆ្នាំគូលោកចាស់លីហើយនាំគ្រូពេទ្យខ្លាញ់
ពួកយើងបានដឹងហើយថាបានយើងឈឺធ្ងន់ធ្ងរបែបនេះដោយសារឆ្នាំពុលរបស់ ហើយចង់ចាប់ប្រកាន់យើងខំធ្វើអស់ពីសមត្ថភាពអស់រយៈពេល5ឆ្នាំចុងក្រោយក៏ខ្លាយទៅជាបែបនេះទៅវិញល្អណាស់បើជាល្អមែនទែនជូនទៅខ្លួនឯងទៅអត់ជួយដំណើរទេលោកសិន នេះហើយរបស់ខ្ញុំធ្ងន់ធ្ងរណាស់តើជួយគាត់មិនទៅ រឿងកន្លងខ្លួនទៅហើយឈប់លើកមកនិយាយទៀតទៅរឿងដោះស្រាយរួចហើយខ្ញុំទៅសិនហើយថ្មីនេះវារឿងនៅក្រុមហ៊ុនខ្ញុំដែរខ្ញុំទៅរៀបចំសិនថ្ងៃក្រោយជួបគ្នាទៀតអរគុណលោកប្រធានចៅហើយតែខំចំណាយពេលមកជួយខ្ញុំមានបញ្ហាទេចំណាយក្របធនជាតិនិងសម្ភារបំពាក់និងអាហារដែលឯងចង់បានខ្ញុំឲ្យគេរៀបចំឲ្យហើយដើរជា10000របស់បងក៏ហើយដែរចិត្តដល់ពេលបានហើយខ្ញុំអរគុណហើយ ថ្ងៃនេះអរគុណឯងខ្លាំងណាស់ លោកគ្រូគឺអាក្មេងម្នាក់នោះហើយដែលបានលួចធម្មពលពីអ៊ីនឆឹងទៅធម្មពលទាំងមូលគ្រាន់តែជាការសាយភាយរបស់គ្រួសារឈិនតែប៉ុណ្ណោះនោះទេតែវានឹងខ្លាយជាធម្មពលរបស់យើងវិញហើយលោកជិះណាឆាប់ឲ្យធម្មពលឲ្យយើងវិញមកជាងគេលឹមណាបាទទីវាសមត្ថភាពពិសេសផងហើយមិនក៏គេលឿនខ្លាំងណាស់ខ្ញុំប្រើការផ្លាស់ទីអស់ហើយគួរធ្វើយ៉ាងម៉េចទៀតទៅមិនក៏សុកសុកទៅជាអញ្ចឹងចំណាយខ្លាំងណាស់អូមានរឿងអីមិនក៏ដូចជាសំខ្លាំងម្ល៉េះហើយមើលផ្នែកខ្ញុំទៅអាយ៉ាលពុកថ្ងៃនេះផ្នែកខ្ញុំដូចជាបានផ្លាស់ប្ដូរអញ្ចឹងផ្លាស់ប្ដូរពេលដែលខ្ញុំសម្លឹងអ្វីមួយវាបែរជាមានចលនាទៀតហើយពេលអ្វីវិញអត់មានរយៈពេលយូរទេការធ្វើចលនារបស់ខ្ញុំដូចជាបានដាក់កម្រិតអញ្ចឹងឲ្យយើងធ្វើយ៉ាងម៉េចទៅបើសិនជាអាចបានវាប្រហែលជាធម្មពលទី2ហើយអញញ៉ៃមែនតើធម្មពលទី2ហើយឯងគិតថាសមត្ថភាពនៅពិភពមួយទៀតគឺអីតែទៀតវានឹងបាត់បង់ដោយសារការយកធម្មពលច្រើនហើយសមត្ថភាពរបស់ឯងនឹងចាប់ផ្ដើមអភិវឌ្ឍហើយឯងនឹងបានស្រូបយកធម្មពលទាំងអស់ហើយពួកគេអាចរស់នៅបានឬក៏មិនបានគឺអាស្រ័យទៅលើឯងតែប៉ុណ្ណោះនោះទេបែបនេះទេមិនក៏មិននិយាយតាំងពីដំបូងអូទៅអើយរឿងតូចតាចចឹងក៏មករំខានយើងមានរឿងធំចាំយើងច្រើនណាស់អូត្រូវហើយម្ដាយរបស់ឯងក៏រៀបនឹងមកដែរយើងទៅហើយរវល់ណាស់តែពុកចាអញ្ចឹងខ្ញុំទៅសិនហើយមកចាស់ចាំមិននេះគឺជាអ្វីទេវាជាថាពលអីមែនទេមិនក៏ធម្មពលនេះគ្មានបានកំណត់ហើយវាបានកាន់ឡើងពី1វិនាទីរហូតដល់3វិនាទីការបំបង្កាយនឹងពេលផងទោះបីជាខ្ញុំមានធម្មពលច្រើនតែតម្រូវការក៏ត្រូវការខ្លះដែរចាំឡងអាវុធនិងអ្វីទាំងអស់បានរៀបចំរួចហើយដល់ខ្ញុំទៅហើយលោកប្រធានចឹងពិតជាអរគុណណាស់ខ្ញុំបានរបស់ទាំងអស់នេះងាយស្រួលដោយសារតែលោកជួយខ្ញុំហេក្នុងចំណោមមនុស្សទាំងអស់នៅអ៊ីនឆឹងបើសិនជាខ្ញុំមិនបានស្គាល់ប្អូនទេនោះប្រហែលជាជីវិតរបស់ខ្ញុំនេះមិនជោគជ័យដល់សប្តាហ៍នេះទេប្រធានចឹងនិយាយធ្ងន់ពេកហើយខ្ញុំសូមសួរលោកអូនតិចចុះខ្ញុំឮថាលោកអូននឹងគ្រួសារលីភ្ជាប់សាច់ឈាមទៀតរៀបការមែនទេរឿងនេះនិយាយការពិតទៅខ្ញុំគិតតែដឹងទេបច្ចុប្បន្ននេះទៅហើយនៅភ្ជាប់សាច់ភ្ជាប់ឈាមមុនទៀតខ្ញុំមានកូនស្រីម្នាក់ដែរគឺកូនស្រីពៅខ្ញុំលោកអូនអាចគិតសាកមើលសិនក៏បានដែរបាទឆាប់ដល់ខ្ញុំទៅគូអនាគតរបស់ខ្ញុំរើសដោយខ្លួនឯងចុះឯងកុំជជែកខ្លាំងពេកមើលបងឡុងគាត់ជាមនុស្សល្អខ្លាំងណាស់ជឿស្អីបើឯងមិនជំនការទៀតទេខ្ញុំមិនប្រាប់ទេបងសន្យាគាត់ទៅមើលក៏បានដែរគាត់ទៅមើលទេចូលទៅមកពីនេះឯងជប់ប្រកាសទៀតទៅមើលទេបងចាប់ទេមិនចាំបងនៅទីនេះនេះជាកូនស្រីលោកចឹងមែនទេបងគឺជាមនុស្សដែលបងប្រាប់និយាយមិញហ្នឹងឯង
ពួកឯងស្គាល់គ្នាមែនដែរទេ បងចាន់ឡងគឺជាអ្នកដែលជួបផ្ទះតែខ្ញុំ អូចឹងល្អហើយឯងគិតថាកូនស្រីខ្ញុំយ៉ាងម៉េចដែរទៅ ខ្ញុំខ្ញុំចាប់ប្រកាយហើយនេះថាតែបងប្រុសនឹងប៉ាជារៀបចំទេណា តែខ្ញុំនឹងបងស្រីហុក ខ្ញុំ ជុំ មិនទេព្រោះខ្ញុំនៅប្រកបប្រជែងដោយចិត្តធម៌ខ្ញុំសន្យាថានឹងយកបងឲ្យតតែបានខ្ញុំខ្នល់រួចហើយ ក្មេងៗនេះយើងមិនដឹងទេរឿងក្មេងៗប៉ុន្តែកូនស្រីប៉ាប្រាប់ឯងចុះឯងពីអ្នកប្រកាសជាមានសុភមង្គលបើមានអ្វីត្រូវការឲ្យប៉ាជួយប៉ាប្រកាសជាជួយឯងទាំងអស់ អរគុណប៉ា ល្អសម្រាប់ចឹងហើយដល់ណាចិនស៊ីមកដល់ផ្ទះហើយលេខដៃខ្ញុំបានតែទេ អត់ទេប៉ាខ្ញុំនិយាយហើយហើយខ្ញុំទៅបងពួកយើងនឹងមានសុភមង្គលជាមួយគ្នា បងស្រីហុកជុំបងចិនស៊ីជាកូនស្រីរបស់លោកប្រធានចិនមានលេខដៃខ្ញុំបានទេ អត់ទេខ្ញុំបានយកព្រមរៀបការហើយខ្ញុំមិនលែងទេឡងណាខ្ញុំគិតហើយហើយខ្ញុំនឹងមកនៅទីនេះខ្ញុំមិនទុកចិត្តដូច្នេះទៅខ្ញុំចាំមកនៅទីនេះអត់មកបន្ទប់ទេ បាទ អញ្ចឹងល្អហើយខ្ញុំនឹងបានមកនៅទីនេះជាមួយចាំមើលចាស់អ្នកជិះទៅបានខ្ញុំតិចបានណាចាំខ្ញុំផ្ញើទីតាំងឲ្យមកឲ្យមនុស្សថ្ងៃបានតាមទីតាំងនេះហើយដូច្នេះអាចទៅជាមួយខ្ញុំមានអីខ្ញុំស៊ីខ្ញុំខំណាស់ស្រីម្នាក់មកនៅទីនេះហើយអ្នកណាគេគឺហងជាប់ស្អីនោះខាងមិនណាស្រីម្នាក់នេះចាំមែនហើយមានឱកាសក៏មកភ្លាមវាមិនល្អទេណាតែធ្វើចាំទៅបើពីអ្នកនោះគេបានភ្ជាប់ពាក្យទៅហើយនឹងបើភ្ជាប់ពាក្យឲ្យយ៉ាងម៉េចតែខ្លាចអីយើងមានដល់តែ4តែខ្លាចស្អីយើងម្នាក់ឯងតែពួកយើងទៅតែកំចាត់ញៀនចេញទៅ បងស្រីទាំងមានមនុស្សនៅប្រហែលជាអាចនឹងជិះអៀមទៅហើយ មិនអីទេខ្ញុំគិតថាគាត់បាក់ដែរតាបងប្រុស នាំមកជូនដោយ Page ឧត្តម Media KX ទំនាក់ទំនង បងចាំខ្ញុំខ្លាចច្រើនចាំអូនទៅចាប់បង សូមអរគុណសម្រាប់ការទស្សនាកុំភ្លេច Share ឲ្យបានច្រើនសូមអរគុណ នេះមានកាលពីម្សិលមិញនេះយើងលេងជាមួយគ្នាហើយខ្ញុំទៅចាញ់គាត់ឲ្យគាត់មកឲ្យចេញហើយធ្វើជាអ្នកបម្រើខ្ញុំលេងចាញ់ជាមួយនឹងកាយយើងទាំងពីរនាក់ដូច្នេះហើយ បងស្រីកុំជួយនឹងអីខ្ញុំមិនបានឲ្យនាងចាក់ចឹងទេ ចាក់ស្អីហើយឲ្យខ្ញុំធ្វើស្អីខ្លះនោះគឺហើយអីមែនទេលោកឲ្យខ្ញុំធ្វើឲ្យខ្ញុំប៉ុណ្ណឹងឯងចូលចិត្តបាត់នឹងមែនទេ អត់ទេខ្ញុំ ឯងស្រឡាញ់មួយណាទៅពណ៌ខ្មៅឬក៏ពណ៌ក្រហមឲ្យប្រកបខ្ញុំទិញហើយនេះទិញដល់ទៅទី3វាសាច់ស៊ីជាងនេះទៅទៀតណាខ្ញុំនឹងពាក់វាឲ្យឯងមើលចាំមើលណាឯងពេញចិត្តមួយណាទៅយើងនឹងពាក់ឯងប្រកាសជាចូលចិត្តឯងនិយាយទៅប៉ានាងព្រមធ្វើស្អីទៅធ្វើចាំមិនទៅនាងប្រកាន់ណាពួកយើងទៅមើលមិនអាចតបជាមួយនឹងបានទេចាំលំមានស្នេហ៍ខ្លាំងម្ល៉េះយើងមិនអាចយកចិត្តគេបានទេមែនទេពួកយើងធ្វើចាំមិនទៅធ្វើជាស្អីស្អាតសេះស៊ីក៏ប្រើការមិនបានដែរធ្វើមកទៀតទៅនេះមកខ្ញុំធ្លាប់ប្រាប់ថាបើយកចិត្តមនុស្សប្រុសបានគឺត្រូវចាប់យកចំណុចសំខាន់របស់គេឲ្យបានទៅទៅវាចាក់ជាប់ណាល្អសំហេតុផលសាឡបងទៀតទៅចាំពួកឯងមានអ្នកណាចេះធ្វើម្ហូបឬក៏អត់នឹងហើយអត់មានអ្នកណាចេះធ្វើទេពួកយើងជាមនុស្សស្រីអត់ចេះធ្វើម្ហូបទេគឺពិបាកខ្លាំងណាស់នេះសាក់មើលសិនទៅទាំងឡងអង្គុយមកពួកយើងទាំងអស់គ្នាធ្វើម្ហូបឲ្យលើម្ហូបនេះចាំតិចទៅនៅសល់ពីមុខទៀតចាំលើសិនទៅណា បងស្រីចុង សុំទៅផាន់ណាបងស្រីថ្ងៃនេះអត់បានរៀបចំម្ហូបសម្រាប់បងនោះទេណាគាត់តែម្ហូបចិនសោះចាប់មែនទេចាំតិចនេះគឺជាម្ហូបប្រចាំគ្រួសាររបស់ខ្ញុំសាកមើលទៅសុំទៅផាន់ណាមិនបានរៀបចំម្ហូបសម្រាប់ពួកនាងទេបានហើយខ្ញុំចាំញ៉ាំឲ្យទៅមុនហើយខ្ញុំទៅដែរម្ហូបនេះគ្រាន់តែមើលតែតំណងដែរគាត់ដែរខ្ញុំមិនញ៉ាំក៏បានដែរតែហើយជាងនោះខ្ញុំមានរឿងចង់ប្រាប់នេះ មានអីទេ ខ្ញុំបានរកឃើញមេខ្លោងទាំងអស់នោះហើយ អ្នកណាគេ គឺគ្រួសារសិន ក្មេងនេះមានសមត្ថភាពពិសេសពីបាក់បង្ក្រាបខ្លាំងណាស់លោកគ្រូធ្វើមិនទៅយើងមិនអាចចូលអបដៃមើលបាននោះទេវាបានស្រុបយកធម៌ពលពួកយើងមិនអាចបោះបង់ទេជួនដំណឹងនេះទៅកាន់គ្រប់គ្នានៅក្នុងឈិនជាតិហើយប្រមូលមនុស្សណាដែលមានអាចកបាំងមកលើពីនេះរួមទាំងមនុស្សនៅអ្នកខ្ជោនិងគ្រួសាររបស់យើងផងដែរឲ្យឆាប់ឡើងទៅឆាប់ទៅផ្ដល់ដំណឹងឲ្យពួកគេព្រៀងកុំឲ្យខកខានឲ្យសោះទទួលជាលោកគ្រូលោកសិនមកលោកសិនខានជួបយូរហើយលោកគ្រូលីន
ខ្ញុំបាទសូមគោរពលោកម្ចាស់ហើយតែពីអ្នកមិនក៏បញ្ឆាប់លោកជង្គង់ក៏ព្យាបាលអីលោកបានលាក់ខ្លួននៅក្នុងរូងភ្នំអស់រយៈពេលជាច្រើនឆ្នាំហើយពីអ្នកខ្ញុំបានស្គាល់អញ្ញាណរបស់លោកមិនអីទេឆាប់ក្រោកឡើងអរគុណថ្ងៃនេះយើងចង់ពឹងឯងរឿងមួយសូមលោកនិយាយមកចោះខ្ញុំនឹងដោះស្រាយជូនលោកភាពសម្រាប់ចាំងឡុងយើងចង់ឃើញគេស្លាប់ចាំងឡុងអ្វីដែលយើងខិតខំអស់ជាច្រើនឆ្នាំយើងចង់គ្រប់គ្រងក្រុមហ៊ុនជីគ្រប់របស់គ្រួសារលីបែរជារលីអស់ទៅវិញដោយសារចាំងឡុងលោកចង់សម្ដៅលើឈ្មោះចាំងឡុងដែលនៅក្នុងកម្មវិធីពិព័រណ៍នោះតាមមែនដែរទៀតអូពួកឯងស្គាល់គេគឺក្មេងនោះសូមបីលោកឈិងក៏ឲ្យខ្ញុំសម្ដាប់គេដែរនោះគឺជាអ្វីដែលវាធ្វើដាក់លោកឈិងចាំងឡុងវាមានអ្នកការពារនៅពីក្រោយបើយើងហ៊ានតែប្រហែលច្បាស់ជាចប់មិនខាននោះទេខ្ញុំចង់ដឹងណាថាណានៅពីក្រោយអាក្មេងម្នាក់នោះមិនអីទេយើងបានបញ្ជាឲ្យគ្រូធំតែ3នាក់ចូលទៅចាត់ការគេហើយពេលវេលាល្អមកដល់គេនឹងវិនិច្ឆ័យអ្នកណាក៏ដោយឲ្យតែប្រឆាំងនឹងយើងត្រូវតែវិនិច្ឆ័យទាំងអស់ថាម៉េចលោកចេញគ្រូធំតែ3មកមិនដែរទេមិនខុសទេអ្នកណាក៏ដោយឲ្យតែរៀបរៀងហេតុការយើងប្រកាសជាត្រូវស្លាប់មិនចាំបាច់ទៅរកឯងទេឥឡូវឯងបានបង្ហាញខ្លួនហើយពួកឯងនេះទំនេរណាអ្នកណាចង់ដោះស្រាយជាមួយយើងមុនចង់ឆាប់ទៅរកមុនគេមែនទេគ្រួសារឯងកំពុងតែនឹកឯងនៅឋានក្រមហើយយើងនឹងសម្ដាប់ឯងឲ្យដូចជាឪពុកឯងយ៉ាងចឹងល្អថ្ងៃនេះយើងនឹងទៅឱកាសឲ្យពួកឯងសម្ដាប់យើងស្លាប់ទៅដល់វេនឯងហើយស្លាប់ទៅលោកគ្រូធំល្អឯងមានសមត្ថភាពលោកគ្រូទាំង3ឆាប់ចេញពីមកលោកសិនធម្មពលដែលប្រមូលបានទាំងប្រមាណបើសិនជាមិនចាត់ការព្រាមទេចាំងឡុងនឹងស្រូបយកអស់ពីពួកយើងមិនខាតនោះទេធម្មពលតែបន្តិចមិនប៉ះពាល់ដល់ផែនការយើងទេចាំរហូតដល់យើងអាចយកធម្មពលនោះបានបញ្ហានឹងដោះស្រាយបានហើយដល់ពេលនោះអ៊ីនឆឹងទាំងមូលនឹងបានដកចេញពីចាំងឡុងសូមក្រុមទៅរួចជាហើយចុះពេលនេះលោកជីងវិញយើងគិតធ្វើយ៉ាងម៉េចទៅវាគ្រាន់តែជាសម្រាប់បោះវាចូលទៅក្នុងសមុទ្រឲ្យត្រីស៊ីទៅទទួលបញ្ជាលោកគ្រូព័ត៌មានរបស់គេលោកគ្រូបានរកឃើញហើយគេជាកូនប្រុសរបស់ចាំងចឹងហើយការធ្វើឃាតការពី5ឆ្នាំមុនខ្ញុំគិតថាគេដឹងផែនការយើងមិននឹកស្មានថាកូនរបស់គេចាំងឡុងវាបាននាំបញ្ហាមកឲ្យពួកយើងទៀតទាស់តែសោះគ្រូធំតែ3រៀបចំហើយនៅរឿងរាល់ហើយល្អគ្រប់យ៉ាងរឿងរាល់ហើយរងចាំតែថាពលចេញពីអាក្មេងនោះទុកឲ្យយើងសម្រាប់វាមិនបាច់តាមរកទេយើងបង្ហាញខ្លួននៅចំពោះមកឯងហើយតាមឡើយមេខ្លោងគឺជាពួកឯងពុកឯងស្លាប់ទៅអាចចម្រៃគេជាណាអ្វីបានជានៅទីនេះមិនអាចទៅទៅលោកគ្រូប្រកែកយ៉ាងនេះមិនអាចស្លាប់យ៉ាងស្រួលបែបនេះនៅមានកូនចៅប្រហែលអ្នកទៀតឆាប់យកចេញអស់មកដើម្បីយើងស្ដាប់ជុំគ្នាចាំឯងនេះគួរស្អប់ខ្លាំងណាស់យើងនឹងឲ្យឯងទៅនៅជាមួយម្ដាយឪពុករបស់ឯងនៅឋានក្រមឯងស្លាប់ទៅតាមម្ដាយឪពុកឯងទៅមិនចេះគ្រួសារឯងជួបរឿងបែបនេះគឺដោយសារតែឯងនេះហើយចាំឡុងចាំមិនហើយឯងមិនអីទេហើយឯងមិនប្រាប់ខ្ញុំមកទីនេះតែម្នាក់ឯងអញ្ចឹងបងស្រីបងនាំពួកគេប្រហែលអ្នកទៅជាមួយទៅចាប់គេទៅលោកពុករបស់ឪពុកត្រូវការបានដល់ហើយមែនទេបានដល់ហើយទាំងអាហារនិងអាវុធយើងទទួលបានដល់ហើយយើងមិនចាំបាច់បារម្ភអីទៀតនោះទេកងទ័ពជាច្រើនលានអ្នកបានសូមយើងមកចុះចូលជាមួយយើងគ្រាន់តែគិតក៏សប្បាយចិត្តដែរលោកពុកខ្ញុំបានរៀបចំរបស់ធ្វើសង្គ្រាមពីមួយឈុតទៀតផងវាខុសពីរបស់ផ្សេងព្រោះវាអាចប្រើបានដល់ទៅពី3ខែថែមទៀតផងល្អណាស់បានរបស់ទាំងអស់នេះហើយខ្វះតែអ្នកដឹកនាំកងទ័ពទៅសម្រាប់សត្រូវតែបណ្ដោះនោះទេតើឯងចង់បានអីចាំនិយាយភ្លាមមកពុកអាចឲ្យបានមែនហើយពេលយើងឡើងជាចៅអន្តរាជយើងនឹងឲ្យពនាងម្នាក់ទៅឯងពនាងម្ចាស់អត់ទេពុកនៅទីនេះខ្ញុំមានច្រើនហើយបើពុកយកមកទៀតសម្រាប់ខ្ញុំចោលទៅកូនប្រុសពុកអាឡុងបើចង់ជួយផ្ទះរបស់យើងវាមិនងាយស្រួលទេយើងប្រាប់ឯងចុះឯងមិននៅជាមួយនឹងយើងគ្នាមកឯងចង់និយាយពីស្អីណាអូកូនរបស់ខ្ញុំម៉ាក់នឹកកូនឯងណាម៉ាក់ខ្ញុំក៏នឹកម៉ាក់ដែរកុំប្រញាប់អីអំណាចរបស់ឯងខ្លាំងណាស់វាមិនចំណាយពេលយូរទេម៉ាក់ឯងលោកឯងត្រឡប់មកវិញហើយគ្រួសារយើងនឹងមានគ្នា3នាក់យើងនឹងជួបជុំគ្នាឲ្យកូនទាំង3នាក់ល្អដែរទេហើយមានស្រីជុំវិញខ្លួនទៀតផងខ្ញុំយល់ហើយម៉ាក់តែខ្ញុំមិនចង់ធ្វើបាបពួកនាងទេអញ្ចឹងយកមកទាំងអស់មកម៉ាក់លេខសាច់មែនទេម៉ាក់លេខសាច់ជាមួយឯងតាពីពេលណាមកបើឯងដល់ទីនេះហើយយើងឲ្យឯងរស់នៅជុំគ្នាជាមួយនឹងប្រពន្ធរបស់ឯងទៅមិនគ្រប់គ្រាន់ទេអីឯងនិយាយទៅខ្ញុំទៅហើយកូនប្រុសពុកនឹងមកឯងដោយសារតែមានច្បាប់គ្មានផ្លូវត្រឡប់វិញបានទេពេលនេះយើងខ្លាចជាចៅអន្តរាជគ្រប់យ៉ាងជារបស់យើងនឹងនាំឯងទៅទីនោះខ្ញុំមិនអីទេប៉ុន្តែដូចជាមានអី
យើងចង់បានចៅពោ មិនក៏ពីអ្នកគាត់សតែអញ្ចឹង អស់វិធីហើយពួកយើងធ្វើយ៉ាងម៉េចទៅណែកុំមកខ្ញុំក៏មិនដឹងធ្វើយ៉ាងម៉េចដែរប៉ុន្តែខ្ញុំមើលតានេះដូចជាផ្លាស់ប្ដូរច្រើនណាស់ខ្ញុំក៏គិតអញ្ចឹងដែរមើលចុះផ្លាស់ប្ដូរមែនហើយផ្លាស់ប្ដូរមែនហ្នឹងតែមកតែនាងធ្វើទៅឆ្ងាញ់ខ្លាំងណាស់ខ្ញុំនិយាយប៉ុន្តែពួកឯងចាំបានថាទទួលយកមានទេមែនទេអញ្ចឹងក៏បានដែរពួកយើងសាកមើលសិនទៅអូខេ បងស្រីkhông trúng នេះជាលិខិតផ្ទេរតំណែងជាកាដូសម្រាប់ខែខួបអំណាចចាប់ពីថ្ងៃនេះទៅឯងជាអ្នកគ្រប់គ្រងថ្មីរបស់ជីគ្រប់ហើយណា លេខសារទៀតហ្នឹងឲ្យខ្ញុំទៅគ្រប់គ្រងក្រុមហ៊ុនខ្ញុំព្រមទេ នៅលើខ្ញុំហើយរឿងក្រុមហ៊ុនឯងជាអ្នកដោះស្រាយចុះមិនព្រមក៏ត្រូវតែព្រមដែរ មិនបានអ្នកទាំងអស់គ្នាចូលចិត្តបង្ខំគេមើល អញ្ចឹងចាំយកឲ្យកាដូអញមួយចុះ បងយកសម្រាប់មកក៏អត់ប្រយោជន៍ដែរខ្ញុំមិនចេះជាមួយផងហ្នឹងហើយឲ្យខ្ញុំទៅគ្រប់គ្រងក្រុមហ៊ុនច្បាស់ជាខ្សែធំ ខ្ញុំប្រាប់ឯងខ្សែធំឬអត់គឺនៅលើឯងព្រោះក្រុមហ៊ុនជារបស់ឯងបើហ៊ានតែខ្សែធំនោះយើងមិនថាប់ជាមួយឯងហើយយល់ទេខ្ញុំមិនឲ្យអ្នកទៅកំឡុងទេតែទៅធ្វើស្អីហ្នឹងធ្វើស្អីគាត់ជារបស់ខ្ញុំទេគាត់ជារបស់ខ្ញុំ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 ទេរបស់ខ្ញុំរបស់ខ្ញុំរបស់ខ្ញុំទេរបស់ខ្ញុំបានឲ្យចុកទេបានឲ្យរបស់ខ្ញុំទេរបស់ខ្ញុំទេរបស់ខ្ញុំរបស់ខ្ញុំចេះឡើងនេះណាអើយចេះឡើងគាត់ទៅណាហើយមែនហើយបាត់ចេះឡើងហើយអើយ Chẳng lo bắt tao hai chẳng lo Chẳng lo Anh chắc phải ở cho mặt đây Tha phụ dân được làm nhận đi Anh cho mình này គឺថ្លាចាំបានខ្លួនបានស្អាតជាពិសេសបាក់តេរីមានក្លិនក្រអូបនិងផ្ដល់សំណើមដល់ស្បែកដោយសារមានអាកំបាំងពិសេសពី Sofin 10A Perfume Body Wash សាប៊ូដាក់ខ្លួន Sofin ពណ៌ផ្កាឈូក Bright Booster and Glow និង Sofin ពណ៌ស្វាយ Smoothie and Glow ពិតជាស័ក្តិសមសម្រាប់សុខភាពស្បែកលោកអ្នកត្រូវបានផ្សំឡើងពីសារធាតុជំនួយស្បែកសំខាន់ៗរួមមាន Glutathione, Niacinamide, Gluta Plus ដែលមានសារធាតុខ្ពស់ក្នុងការបង្កើនភាពភ្លឺថ្លាដល់ស្បែកបំបាត់ភាពស្ងួតផ្ដល់សំណើមខ្ពស់ជំនួយស្បែកឲ្យសមត្ថរលោងនិងផ្ដល់ក្លិនក្រអូបចាប់បានយូររហូតដល់10ដងលើពីសាប៊ូធម្មតាជាពិសេសកម្ចាត់បាក់តេរីលើដងខ្លួនព្រោះសាប៊ូទាំងពីរប្រភេទនេះចម្រាញ់ចេញពីទឹកអប់ដែលមានប្រភពមកពីប្រទេសបារាំងណែនាំជាពិសេសសម្រាប់អ្នកដែលមានបញ្ហាស្បែកស្ងួតចង់បានស្បែកសនិងភ្លឺមាត់រលោងមួយដបចំណូលរហូតដល់ 1200 មីលីលីត្រតម្លៃត្រឹមតែ 24,000 រៀលទិញពី10 free សេវាកម្មដឹកជញ្ជូនទូទាំង25ខេត្តក្រុង អ
មួយកូនរំ
យើងគឺបើបង្គំស្ម័គ្រចិត្តជួយបងប្អូនរំ3រាត្រីបើសិនណាបាទលេងឡើងដាច់បាយហ្នឹងបាទនិយាយមែនតែមានបានបាយបងប្អូនមានសិល្បៈទាំងអស់អត់បាយទាំងអស់ ក្រែងបានក្រាគ្រឿនបានដល់ជូមកកាន ឥឡូវមកខ្ញុំជួយ ឲ្យដៃទ្រូ តើអរគុណឥឡូវចាំបាច់ច្បាស់អីញ៉ាញ៉ារងកាត់ស្គាល់ដៃឥឡូវយើងលេងបាត់អីចឹង เอาបាត់អីក៏បាត់ទៅស្ដីទៅ ឥឡូវក៏ត្រឹមមកក៏ត្រឹមអរណោមកតោះដៃជូនអរណោតោះអូដៃស្គូໄວលំបាក់ឆាបហ្នឹង សាហាវព្រៃផ្សៃ តាតាមនេះតាមនេះឡា សវត្ថិភាពផ្សេងៗ